អ្នកទាំងអស់គ្នាសាក់តាមដានមើលបន្តិចសិនព្រោះឈុតនេះពិតជាសំខាន់ខ្ញុំដាក់ចានមីនមុខនាងច្បាច់ចោមោះនាងលេងបន្តិចរួចក៏ងាកក្រោយបំរុងនឹងត្រឡប់ទៅបន្ទប់គេងវិញពេលគ្រាន់តែខ្ញុំងាកខ្លួនបន្តិចស្រាប់តែក្មេងតូចនេះបានលោកដៃមកចាប់ទាញជ័យអាវរបស់ខ្ញុំជាប់យ៉ាងតឹងញ៉ាំជាមួយលីលីទីនេះបានទេសម្លេងដ៏ស្រទន់នោះបានបន្លឺឡើងម្លងទៀតពេលមកវិញសម្លឹងមើលកាយវ៉ាផ្នែកដ៏គួរឲ្យអាណិតរបស់លីលីដោយស្ទាក់ស្ទើរព្រមទាំងលួចមើលសេរីណាដែលអង្គវិចិត្រនោះពេលណាមិនមើលមកខ្ញុំដែរធ្វើហាក់បីដូចជាមិននឹកសម្ដីរបស់លីតលតែសោះហើយគិតតែជំនាញរបស់នាងខ្ញុំពិតជាតល់គំនិតពេលនឹងខ្ញុំច្បាស់ជាដឹងហើយថាភាពស្ងៀមស្ងាត់នេះវាអឺតអាប់ប៉ុណ្ណាគ្រាន់តែឆ្លើយយល់ព្រមឬទេទៅវាចប់បាត់ហើយទៅស្ងាត់បែបនេះមានន័យថាម៉េចទៅពេលលើកក៏សាកលបងវិញថាអញ្ចឹងប៉ានឹងនៅញ៉ាំជាមួយលីលីចោះអ្នកដែលឆ្លើយទៅបំខ្ញុំគឺជាលីលីពេលទំលេចទំនេញក្បែរនោះដោយក្តីរំភើបខ្ញុំបានត្រឹមប៉ះច្រមុះខ្លួននឹងជាមួយនឹងទឹកមុខដ៏សែនអៀនខ្មាស់ពេលចូលទៅយកមីមួយចានទៀតពីផ្ទះបាយហើយមកអង្គុយចុះក្បែរលីដោយមានម៉ាក់នៅខាងឆ្វេងហើយប៉ានៅខាងស្ដាំជាលើកទី1ហើយមានប៉ាម៉ាក់នៅកំដរស្នាមញញឹមនៅលើមុខរបស់នាងពិតជាមិនរលប់បាត់ឡើយញ៉ាំដោយក្តីរំភើបបំផុតរហូតដល់អស់មីមួយចានថ្មីនោះទីបំផុតដោយសារតែខ្លាចកូនញ៉ាំច្រើនពេកសេរីណាក៏បានខាត់នាងពេលនោះទើបក្មេងតូចព្រមឈប់សេរីណាបានដើរចូលទៅបន្ទប់គេងធំតែម្នាក់នេះខ្ញុំពិតជាយល់ច្បាស់ណាស់ត្រឹមអនុញ្ញាតឲ្យខ្ញុំអង្គុយរួមក៏ល្មមគ្រប់គ្រាន់ដែររៀនបានអ្វីខ្លះពីរឿងនេះសេរីណាច្បាស់ជាសោកក្នុងចិត្តខ្លាំងណាស់ខ្ញុំពិតជាយល់អារម្មណ៍នាងយោទៅបើខ្ញុំជាគេវិញបន្ទាប់ពីរងទុកយ៉ាងធ្ងន់ពីមកហើយត្រូវគេប្រាប់ឲ្យរស់នៅដោយសន្តិភាពជាមួយស្រូវនោះខ្ញុំពិតជាធ្វើមិនបានដាច់ខាតទេចាំសិនគឺមើលទាំងអស់គ្នាបើជាខ្ញុំវិញម្ចាស់មនុស្សប្រហែលជាមិនសល់សំបីតែសាក់ពុយរកឃើញផងខ្ញុំនឹងកាត់វាជាកងយកទៅឲ្យឆ្កេះស៊ីបាត់ទៅហើយបានលេងជាមួយលីលីរហូតដល់ម៉ោង 9 យប់ក្មេងតូចលីលងុយដេកខ្លាំងណាស់ក្បាលងកចោះងកឡើងប៉ុន្តែនាងនៅតែមិនព្រមចូលគេងតល់តែសោះជាមួយគ្នានេះខ្ញុំក៏បានរកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយផងដែរលីលីមានអាយុ 3 ឆ្នាំទៅហើយប៉ុន្តែនាងនៅតែមិនទាន់ចេះដាក់ស្បែកជើងដោយខ្លួននៅឡើយទេមកតាមដានរឿងនេះទាំងអស់គ្នាក្មេងអាចចូលរៀនចិនបានទៅហើយនាងដឹងរឿងនេះច្បាស់ណាស់វាបណ្ដាលមកពីប្រយាកាសគ្រួសារមិនល្អពីមុនមករឿងនេះយើងប្រញាប់មិនបានទេតែមានអារម្មណ៍ឈឺចាប់ក្នុងចិត្តខ្លាំងណាស់ជ័យដុនអីសេរីណាក៏ដើរចេញពីបន្ទប់ដេកមកល្មមគឺមិនមកអីទាំងអស់គ្រាន់តែសម្លឹងមកខ្ញុំនឹងវីលីលើសាឡុងយ៉ាងស្ងៀមស្ងាត់គេវាភ្នែកនាងប្រាប់គ្រប់យ៉ាងខ្ញុំក៏បីលីលីចេញពីសាឡុងមក1:05លីលីដល់ម៉ោងគេងហើយកូនចាំស្អែកប៉ាលេងជាមួយទៀតណាដៃបុកគេនៅត្រាប់តែបើកឡើងវិញភ្លាមណែនឹងសម្លឹងមុខចិញ្ចឹមសាហ្វ្រីណាហើយស្រាប់តែក្បាលតូចរបស់នាងមកកប់នឹងកប៉ាយប់នេះលីលីចង់គេងជាមួយប៉ាដែលអ្នកនឹងខ្ញុំត្រូវមើលសម្ដីនេះធ្វើខ្ញុំគិតលែងចេញពីមុខសេរីណាវិញក៏ប្រែជាស្រពោនបន្តិចដែរដែលគួរឲ្យខ្លាចបំផុតគឺភាពស្ងាត់ជ្រងបែបនេះខ្ញុំសម្លឹងមើលសេរីណាធ្វើមុខស្លូតនេះជាគំនិតកូនតូចទេណាមិត្តជាមិនបានបង្រៀននាងមែនយីកូនកំហូចនេះចិញ្ចឹមមិនស្កាល់គុណមែនត្រឹមពីថ្ងៃសោះត្រូវក្រំរំស្រំសែវផ្អែមល្ហែមរបស់ត្រូវអូសទៀនបាត់ទៅហើយនេះក៏បានសម្រេចអំណងសេរីណាគ្រាន់តែជួយលាងមុខមាត់ឲ្យនាងរួចនឹងក៏រត់ចូលភួយប៉ាទាំងសាប់បាយចិត្តតង់ខ្ញុំដូចកូនកូឡាអញ្ចឹងមិនព្រមលែងសោះខ្ញុំក៏បណ្ដាយឲ្យនាងតង់បែបនេះទៅជាលើកទី1ហើយដែលខ្ញុំបំពេកូនឲ្យកើងខ្ញុំនឹកឃើញវិធីចិញ្ចឹមកូនតាមធនិតកន្ទានរឿងមុនចូលកេងប្រាប់លលីយ៉ាងថ្នមជាលើកទី1ដីបានកើងក្នុងរង្វង់ដីដ៏ធំទូលាយរបស់ប៉ាលើកដំបូងដែលប៉ាទានរឿងឲ្យលីលីស្តាប់គិតតាំងពីប៉ាធ្វើម្ហូបឲ្យញ៉ាំរហូតដល់ប៉ាតែងកាដូឲ្យនាងលើកដំបូងមានរឿងលើកទី1ចំនួន2ទៀតហើយលីលីមានអារម្មណ៍កក់ក្ដៅបំផុតរួចក៏លងលោកយ៉ាងសប្ស្កល់ពេលលំថ្ងៃបន្ទាប់វិលីនៅតែគេងលោកយ៉ាងសប្ស្កល់នៅឡើយខ្ញុំនៅតែក្រោកពីព្រលឹមដោយធម្មតារុញទ្វារចេញថ្នមមុតទៅបន្ទប់ទទួលភ្ញៀវដើម្បីរៀបចំរត់ហាត់ប្រាណពេលព្រឹកនៅក្រោយមកខ្ញុំស្រាប់តែចម្រំថាប្រអប់ថ្នាំលាបលើតក៏បាត់ទៅហើយខ្ញុំចាប់ផ្ដើមភ្លឺឡើងថែមទាំងមានស្នាមញញឹមយ៉ាងស្រស់នៅលើផ្ទៃមុខទៀតផងខ្ញុំចេញពីផ្ទះដោយអារម្មណ៍ល្អបំផុតរត់ហាត់ប្រាំងូតទឹកធ្វើម្ហូបចំណាយពេលជាង2 ម៉ោងពីញ៉ាំព្រឹករួចខ្ញុំមិនភាកិច្ចមួយទៀតគឺដាស់កូនលីលីត្រូវខ្ញុំតាត់ដោយសម្លេងថ្នមងាយភ្នែកងយពេលឃើញខ្ញុំភ្លាមក្មេងតូចនេះក៏លាតដៃស្រទន់របស់នាងមកច្បាស់ណាស់ថាចង់ឲ្យប៉ាបីលើកតែ3នាងធ្នប់ភ្លាមជួយផ្លាស់កៅអៅថ្មៅរត់បាននាងចេញទៅលាងមុខទាំងអស់គ្នាប្រាក់ដែលជាយល់អារម្មណ៍នេះខ្ញុំធ្លាប់មើលវីដេអូពីរបៀបមើលកូនក្មេងមែនតែទ្រឹស្ដីគឺគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះដល់ពេលសាក់ទាល់ទៅដឹងថាវាបាក់ប៉ុណ្ណាខ្លួនក្មេងតូចនេះទន់ខ្លាំងណាស់ខ្ញុំមិនហានបញ្ចេញកម្លាំងសោះឡើយទៅបើសកម្មភាពទាំងមូលមើលទៅឆ្កងជាពិសេសពេលចង់សុកឲ្យនាងនឹងតែម្ដងរត់ទៅទល់គំនិតរាវចោះរាវឡើងចុងក្រោយបានតែម៉ូតវាចប៉ាឡប់ណាស់លីលីមើលសក់វាចរបស់នាងក្នុងកញ្ចក់ពេបម៉ាត់ចំអាក់ឲ្យខ្ញុំមោះតូចរបស់នាងធ្វើឲ្យលីលីសាច់កកសេនៅចាញ់ពីបន្ទមុខក៏ឃើញទិដ្ឋភាពដ៏កក់ក្ដៅរបស់ពុកនិងកូនស្រីមិនអីទេគ្រាន់តែដើរស្ងាត់ទៅផ្ទះបាយយកអាហារព្រឹកចេញមកសំបីតែនាងផ្ទាល់ក៏មិនដឹងខ្លួនថាជ្រុងមាត់របស់នាងកំពុងញញឹមដែរគ្រួសារទាំង3នាក់ញ៉ាំអាហារព្រឹកជុំគ្នាធម្មតាបានដួលហើយសេរីណាវិញទេបាននាំនាងទៅសោងដើម្បីលេងទូព្រះនាង
ពេលលើកនេះពេលកំពុងលេងជាមួយលីលីខ្ញុំក៏លួចបញ្ចូលចំណេះដឹងទៅក្នុងខួរក្បាលតូចរបស់នាងបន្តិចបំបងពេលពីមួយដល់បោះលីលីខ្ញុំបានរៀបចំផែនការលួចបង្រៀននាងបណ្ដើពេលកំពុងលេងទីក្រោមការបង្ហាត់បង្រៀនលេងរបស់ខ្ញុំនាងក៏ចងចាំចំណេះដឹងខ្លះបានយ៉ាងលឿនខ្ញុំសង្កេតឃើញថាតាំងពីសេរីណាត្រឡប់មកវិញម្សិលមិញនាងហាក់ដូចជាមនុស្សផ្សេងអញ្ចឹងនឹងនៅតែស្ងៀមស្ងាត់ដូចមុនតែច្បាស់ណាស់ថាមានភាពស្រស់ស្រាយដែលមិនធ្លាប់មានពីមុនមកពេលនេះអញ្ចឹងនាងមិនចូលបន្ទប់វិញទេតែអង្គុយមកខាងទៀតនៃសាលរងលេងទូរស័ព្ទហើយលួចមើលមកពួកយើងម្បងម្កាលនេះជាសញ្ញាធ្វើឲ្យចិត្តខ្ញុំស្ងប់ជាងមុនត្រានសេរីណាកំពុងដោនឡូតកម្មវិធីទូរស័ព្ទបណ្ដើសម្លឹងមើលសកម្មភាពពុកកូនបណ្ដើនេះនាងក៏ចាប់អារម្មណ៍ឃើញថាខ្ញុំកំលួចបង្រៀនលីយ៉ាងស្ងៀមស្ងាយនាងអង្គុយមើលស្ងាត់អារម្មណ៍ផ្អែមល្ហែមលេចឡើងក្នុងចិត្តនឹងចង់បង្រៀនកូនស្រីយូរហើយតែស្ថានភាពគ្រួសារពីមុនធ្វើឲ្យជីវិតពួកគេលំបាកខ្លាំងណាស់គឺអ៊ិនផ្លូវធ្វើជាម្ដាយធំតានឹងអប់រំលីលីបានឡើយអ៊ិនអុកខ្សែផ្នែកមកវិញរួចសម្លឹងមើលអេក្រង់ទូរស័ព្ទកម្មវិធីដែលដោនឡូតពេញអស់ហើយពេលលោកចូលគណនីភ្លាមសារដែលមិនទាន់អានកឡូតឡើងគឺមីយ៉ាផាឃើជាជំនួយការក្មេងធ្លាប់ធ្វើការជានាងកាលពី2 ឆ្នាំមុនពេលនឹងខ្ញុំប្រាក់ដែលជាចង់ដឹងថារឿងអ្វីនឹងកើតឡើងបន្ទាប់ក្នុងបញ្ជីមិត្តភ័ក្តិនាងមានមនុស្សតិចតួចណាស់ក្រោយពីខ្ញុំគឺមានតែមកពីក្រុមហ៊ុនចាស់របស់នាងប៉ុណ្ណោះទៅមើលទាំងអស់គ្នាសាររបស់មេផ្ញើតាំងពីនាងរៀបការរហូតដល់ព្រឹកថ្ងៃមុនគឺចេះតែលោតមករហូតសួរពីសុខទុក្ខនាងគ្រាន់តែសារស្ទាំងនេះសស៊ីណាមានអារម្មណ៍កក់ក្តៅក្នុងចិត្តហើយក៏ភ្លាមិត្តថាសន្ទុះស្នាមមាតាប់សាំងពីមុនឥឡូវខ្ញុំសុខស្បាយធំតាទេមិនបន្ទាប់ពីផ្ញើទៅពីគីមខាងទៀតតឹមសារីណាទីបំផុតនៅរស់ទេស្មានតែយងរៀបការហើយលែងចង់និយាយជាមួយខ្ញុំទៀតហើយសេរីណាមិនដឹងទេតាំងពីយ៉ាងបាត់មុខទៅក្នុងក្រុមហ៊ុនពោលពេញដោយពាក្យជួយចាំអារ៉ាមពិសេសគឺមីនាងរ៉េបេកាដ៏គួរឲ្យស្អប់នឹងតែនោះវាយកោកណាស់2 ឆ្នាំមកនេះដើរនេះអាក្រក់អឹងថាតុងសុំមុខហើយធ្វើឲ្យខ្ញុំខឹងឡើងចង់ឈួតពេលអានសាររបស់មីរួចពេលពេកមកបន្តិចនាងពិតជាសុំមុខមែនកាលនៅក្រុមហ៊ុននាងតែងតែលេចធ្លោជាងរ៉េបេកាជានិច្ចទាំងចេញទៅរ៉េបេកាធ្វើចរិតបែបនេះគឺជារឿងធម្មតាតែទោះជាយ៉ាងណាជំនួយការតូចរបស់នាងម្នាក់នេះនៅតែក្រមិចក្រមើមដូចដើមយ៉ាងម៉េចដែលជាមិត្តរលូនល្អទេមិនបានទៅបរឿងនោះទេតែបែរជាសួរពីសុខទុក្ខនាងវិញខ្ញុំហ្វាបាយសាយណែខ្ញុំជាកន្លះដែលវាយមិនងាយងាប់ទេកឹងខ្លាំងពេកសេរីណាតើនលបមកវិញទេសេរីណាកាំងថ្មងភ្នែករបស់នាងបង្កប់ដោយក្តីនឹករលឹករលបមកវិញទេនាងងាកមកមើលខ្ញុំមួយសន្ទុះក្រោយមកក្តីនឹករលឹកក្នុងកែវភ្នែកនាងក៏រសាត់បាត់ទៅជាអត់ទេតែបើងដឹកឈឺពៀនចាស់សេរីណាជំរឹកថ្ងៃសៅរ៍នេះពេលមើលសារនេះរួចស្នាមញឹមក៏លេចឡើងលើផ្ទៃមុខនាងបន្ទាប់មកនាងក៏បដូរទៅបើក Twitter វិញលើ Twitter ការបង្ហូរចុងក្រោយរបស់នាងគឺតាំងពីឆ្នាំមុនដែលនាងប្រកាសលេចចប់ពីវិស័យសិល្បៈដាននាងដែលធ្លាប់មានរាប់សែនអ្នកបានធ្លាក់ចុះសល់ត្រឹមពី 3000 អ្នកប៉ុណ្ណោះក្រៅពីគណនីคล้ายៗក៏នៅមានអ្នកគាំទ្រចាស់ជាមួយចំនួនតែងតែចូលខមមិនសួរសុខទុក្ខនាងពេលបន្ទាប់ពីអូសចុះអូសឡើងប្រធានពុតដែលកំពុងលើកទៅថ្មីក្នុងចំណោមមានការបង្ហោះពី3និយាយពីបទចម្រៀងមួយដែលកំពុងល្បីខ្លាំងនាពេលថ្មីមុននេះឲ្យច្បាស់ណាស់តារាចម្រៀងអាចកំបាំងបង្ហោះវីដេអូតែមួយឡើងអ្នកតាមដានជាង1 លានអ្នកត្រឹមមួយយប់ទៅគាត់ជាអ្នកណាស់ប្រកបពិតជាចង់ដឹងណាស់ថាពិតនឹងល្បីយ៉ាងម៉េចនាងក៏ចុចលើចំណងជើងនិងអានការវាតម្លៃរបស់អ្នកបង្ហោះសារពេញមាត់ជាមួយនឹងនំចប់នៅខាងក្រោមសេរីណាចុកឡើងនោះរួចផ្ទៃមុខដល់សាមួយក៏លេចឡើងលើអេក្រង់តាដល់សាមួយបានបន្លឺឡើងបន្ទាប់មកសំជ្រៀងសាមួយក៏បន្លឺរំពងពេញបន្ទប់ទទួលភ្ញៀវបន្ទប់ទួលភ្ញៀវស្រាប់តែស្ងួតឈឹងមានតែសម្លេងច្រៀងចូលជាតិអ្នកទាំង3ខ្ញុំងាកក្បាលចេញដោយក្តីអៀនខ្មាស់ប្រជផ្នែកថ្មើររួចលោតចូលក្នុងរង្វង់ដៃសេរីណាហើយមើលអេក្រង់ទូរស័ព្ទហើយសំណើកាំងស្លងតែម្ដងជាបទដៃលូចចេញពីបន្ទប់កាលពីថ្ងៃមុនទេអីអញ្ចឹងថ្ងៃនោះគាត់កំពុងថតវីដេអូសោះយាយមុនគេនាងចង់អុលម្រាមដៃទូតអេក្រង់ទូរស័ព្ទរួចងើបមកមើលសេរីណាទាំងកែវផ្នែកពេញដោយចម្ងល់គឺប៉ាចាស់នឹងហើយប៉ាសេរីណាអង្អែលក្បាលរកកូនស្រីទៅរួចឆ្លើយតបអស់គ្នាឃើញដូចខ្ញុំអត់ទីបំផុតនឹងយល់ហើយថាហេតុអ្វីខ្ញុំមានលុយទិញគ្រឿងសង្ហារឹមចូលផ្ទះព្រោះមានអ្នកចូលចិត្តរាប់លានឯណោះមានលុយហើយនាងងាកកាក់មកមើលផ្ទៃមុខដ៏ស្រួករបស់ខ្ញុំដោយទឹកមុខពីបាក់ពូននេះជាខ្លាំងយល់ព្រមលីក៏ស្ទុះមករកខ្ញុំយ៉ាងរំភើបដៃតូចដ៏គួរឲ្យខ្នាញ់ទាំងពីររបស់នាងលើកមុខខ្ញុំឡើងជាមួយកែវភ្នែកភ្លឺផ្លេកប៉ាមប៉ាត់ចង់ច្រៀងដែរហើយចង់ចូលក្នុងទូរស័ព្ទដែរពេលលុយទុនល្មើយសង្កត់លើមុខខ្ញុំកែវភ្នែកខ្ញុំក៏ចាប់ផ្ដើមរលាយខ្ញុំដៃធ្ងន់ទូចទាំងពីរក្រសោបមុខកូនស្រីរួចសួរសាំងធ្នប់ថាលីចូលចិត្តច្រៀងដែរមែនទេគឺលឺបើកភ្នែកទំហ្វឺរួចចង់ក្បាលដៃមិនស្ទាក់ស្ទើរខ្ញុំនាងកាន់តែស្រស់បំប្រងចាក់អញ្ចឹងប៉ានឹងបង្រៀនលីច្រៀងពេលលីចេះអាចចូលច្រៀងក្នុងទូរស័ព្ទបានហើយយល់ព្រមទេងកក្បាលតូចរបស់នាងចំមិនឈប់រួចក៏ថឹបថ្ពាល់ខ្ញុំមួយខ្សែយ៉ាងរំភើបពីរង្វាន់នេះខ្ញុំញញឹមបិទមាត់មិនចិត្តទេក្រោមក្រសែភ្នែកដ៏គួរឲ្យស្រឡាញ់របស់នាងខ្ញុំស្ទុះទៅបន្ទប់ទំនេរដើម្បីយាយតាមកឹបភ្លាម
ពេលលើសងខ្ញុំកាន់ហ្គីតាហើយវារត់ខ្សែពេលងាកមកវិញសេរីណានិងលីលីសម្លឹងមើលខ្ញុំប្រចភ្នែកពេលមកខ្ញុំស្រាប់តែក្រោមបន្តិចតែកម្របន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដេញខ្សែហ្គីតានេះប៉ានឹងតែងពុតកុមារមួយសម្រាប់លីលីប៉ានឹងជាងឲ្យលីស្លាប់ម្លងសិនលើក្រោយប៉ាជាងមួយខ្លះលីត្រូវជាងតាមប៉ាណាពេលងប់ក្បាលយ៉ាងរំភើបដៃតូចទាំងពីររាប់ខ្ញុំយ៉ាងចំប៉ានេះប៉ាកុំត្រឡប់ទៅធ្វើដូចពីមុនទៀតបានទេសំឡេងដ៏ទន់ភ្លន់របស់លីលីបន្លឺក្នុងត្រចៀកខ្ញុំពេលស្រាប់តែស៊ីរវាំងភ្នែកបាត់ទៅហើយខ្ញុំអប់លីលីយ៉ាងជាប់បាតប៉ានឹងមិនធ្វើបែបនោះទៀតទេពេលខ្ញុំអួលដល់មុខតែពោពេញដោយការតាំងចិត្តសេរីណាមិនអាចមើលឃើញទឹកមុខខ្ញុំពេលនេះទេជិះខ្ញុំទៅឈុតទឹកពិតជាជាដងណាស់នាងយ៉ាងខ្លាំងនៅតែញើមខ្ញុំជាអ្នកទប់អារម្មណ៍បានមុនគេមើលឈុតគ្រួសារដ៏កក់ក្ដៅនេះទាំងអស់គ្នាខ្ញុំបដិណយីតាចៅប៉ាជាងមួយខ្លួននេះហើយកូនជាងតាមប៉ាណាអូខេទេលីលីឆ្លើយតបយ៉ាងលឿនបានคล้ายជាមេរៀនតន្ត្រីដ៏រីករាយសម្រាប់ពុកនិងកូនស្រីខ្ញុំជាមួយខ្លៃយឺទៅហើយដោយរៀនផ្លង់មួយខ្លៃពិតមែនហើយបិទកម្មាត់គឺត្រូវតែច្រៀងដោយក្មេងបីទៅព្រោះពេលចេញពីមាត់ទុជញរបស់លីលីវាស្ដាប់ពីរោះជាងខ្ញុំច្រៀងឆ្ងាយណាស់ពេញមួយព្រឹកបន្ទប់ទទួលភ្ញៀវពោពេញទៅដោយសម្លេងច្រៀងដ៏ត្រជាក់ចិត្តរបស់យើងកំពុងតែជោគចិត្តនឹងការរៀនច្រៀងសេរីណាក៏ដើរទៅធ្វើអាហារថ្ងៃត្រង់យ៉ាងស្ងៀមស្ងាត់ពេលធ្វើម្ហូបរបស់នាងពិតជាមិនអាចប្រៀបនឹងខ្ញុំបានទេពេលញ៉ាំអាហារលីលីទទូចថាចាប់ពីពេលនេះទៅនឹងចង់ញ៉ាំតែម្ហូបដែលបានធ្វើប៉ុណ្ណោះនេះធ្វើឲ្យសេរីណាច្រណែនខ្លាំងណាស់ហើយនាងក៏សម្លុកក្មេងតូចនេះដោយមានអារម្មណ៍អន់ចិត្តក្នុងពោះសន្តិកកូនក្បត់ចិត្តតូចអើយនាងត្រូវគេទិញទឹកចិត្តបាត់ទៅហើយលីលីរៀនឆាប់ចេះណាស់ត្រឹមតែ3ថ្ងៃនាងជិះបានរស់ជាម្ចាស់ដើមទៅទៀតពេលទៅតូចខ្លាំងពេកខ្ញុំក៏ថតវីដេអូនាងហើយបង្ហូរចូលទៅក្នុងអ៊ីនធឺណិតតែម្ដងទៅលៃស្លៀករកភ្នែងងពូនផ្កាជោគមានចង់បុកអំបិលលើកបាល់ហើយខ្លួនតូចបោះនាងរេតាមចង្វាក់ភ្លេងគួរឲ្យគប់កំរិតកំពុងមុខរបស់ខ្ញុំញ៉ាំបិទមាត់មិនចិត្តទេនេះហើយកូនស្រីខ្ញុំពិតជាមានមោទនភាពណាស់កំពុងឈរមើលភាពសប្បាយនេះពីក្បែរនោះពេលនាងចែនឃើញទឹកមុខរបស់ខ្ញុំនាងស្ទើរតែឆ្លុកទឹកមាត់ព្យាយាមទប់សំណើចយ៉ាងខ្លាំងឃើញខ្ញុំមានទឹកមុខបែបនេះដោយសារចរិតទំនងរវាងសេរីណានិងខ្ញុំបានធូរស្រាលយ៉ាងខ្លាំងយ៉ាងហោចណាស់ឥឡូវនេះសេរីណាចាប់ផ្ដើមនិយាយរកខ្ញុំមុនហើយនេះសូមតាមដានឲ្យច្បាស់កន្លែងនេះកប់សេរីតែម្ដងគ្មាននរណានឹកស្មានថាអនុស្សាវរីយ៍ទាំង7គឺជាពុតកុមារសោះដីនិពន្ធថ្មិតដែលហើយនៅតែពីរោះរំចិត្តមែនលើកនេះវីតេអូវាផ្ទុះការកំត្រកាន់តែខ្លាំងមួយសៀលសោះដង5លានឡាយជាមួយនឹងបញ្ចេញយោបល់ច្រើនរាប់មិនអស់ព្រឹកបន្ទាប់ខ្ញុំទៅតែរត់ហាត់ប្រាណពេលព្រឹករួចពេលជូតញើបណ្ដើខ្ញុំច្រានទ្វារចូលហើយឃើញសេរីណាកំពុងសៀលគ្រប់គេងយកខ្សែតូចទៅនឹងទិញថ្មីរបស់នាងកំពុងដើរចេញពីបន្ទប់ទឹកមើលទៅដឹងថានាងទៅតែញូតទឹករួចហើយកំពុងជូតសក់ផ្ទៃមុខរបស់នាងឡើងក្រហមដោយសារកម្ដៅទៅរៀងរលុងបន្តិចហើយគេអាចមើលឃើញស្បែកខ្ចីយ៉ាងស្រពេចស្រពិលនេះជាលើកទីប្រហែលខ្ញុំពេញចេញពីងូតទឹកបែបនេះទាំងពីរបើកភ្នែកធំសម្លឹងមើលមុខគ្នាចុះឡើងប្រញាប់យកដៃបាំងទ្រង់ដោយអូតម៉ាទិកមុខនាងឡើងក្រោមបន្ទជឹមសំបីតែស្លឹកត្រចៀកក៏ចាប់ផ្ដើមមុំដែរយើងរៀបការជាមួយគ្នាជាង2ឆ្នាំទៅហើយណែតែរំពេលនេះគឺដូចជាគូស្នេហ៍ទៅនឹងតាក់ទងគ្នាថ្មីថ្មោងអញ្ចឹងល្អមែនពេលរុនស៊ូស្ដីសេរីណាព្យាយាមចិត្តឲ្យស្ងប់រួចស្វាមកខ្ញុំឯជើងរបស់នាងប្រញាប់បើចាំមើលទៅបន្ទែមកើងដោយមិនដឹងខ្លួនរុនស៊ូស្ដីខ្ញុំឆ្លៃដប់យ៉ាងខ្លីមិននិយាយអ្វីទៀតទេនាងរត់ចូលបន្ទប់កេងដោយគេដេញចាប់ខ្ញុំញឹមហុសចិត្តបណ្ដើច្រៀងបណ្ដើដើរចូលបន្ទប់ទឹកងូតទឹកធ្លុំហូបនឹងដាស់លីលីឲ្យក្រោកកិច្ចការប្រចាំថ្ងៃទាំងថ្មីក៏ដើរចេញពីបន្ទប់កេងមកល្មមនាងបានបដូរសម្លៀកបំពាក់ថ្មីមើលទៅក្មេងជាងលឹងស្រស់ស្អាតខ្លាំងគួរឲ្យជឿជាម្ដាយរបស់ក្មេងអាយុ3ឆ្នាំសោះសេរីណារៀបចំខ្លួនបែបនេះធ្វើឲ្យភ្នែកខ្ញុំភ្លឺចែងចាំងដោយមិនដឹងខ្លួនខ្ញុំងក់ក្បាលនេះជាពីប្រុសរវើកដែលមនុស្សយំភ័យស្ដាងគួរតែមានគ្រាន់តែនៅជាងនេះបន្តិចនាងច្បាស់ជាស្អាតកប់សេរីតែម្លងនៅតែមានអារម្មណ៍ភ័យអៀនក្នុងចិត្តថ្មរបស់នាងឡើងក្រហមព្រឹងតែអស់គ្នាធ្លាប់មានអារម្មណ៍បែបនេះអត់នេះជាលើកទី1ហើយដែលនាងតែងខ្លួនបែបនេះនៅផ្ទះនាងមិនដឹងថានាងមើលទៅស្អាតឬអត់នោះទេងើបមុខមើលខ្ញុំកំពុងមើលថៃលីរួចក៏ដើរទៅត្បែងអង្គុយចុះធ្វើមិនដឹងភ្នែកគាត់ហាក់ដូចជាភ្លឺឡើងអំបានមិញនេះអញ្ចឹងមានន័យថានាងមើលទៅស្អាតទៅមែនទេឯនាងត្រូវខ្វល់ពីគំនិតទៅវិញសេរីណាបំប៉ោងថ្វល់ដោយភាពធុញថប់នឹងខ្លួននឹងរបស់នាងគោក្នុងចានដែលមិនដឹងខ្លួននាងខឹងខ្លួនអីដែលចិត្តទន់ខ្សោយបែបនេះស្រាប់តែពេលនោះលីលីក៏ស្រែកហៅយ៉ាងផ្អែមល្ហែមម៉ាក់ពេលលឹកនាងក៏ចាប់ជាស្លាបព្រាដូចពិសេសរបស់នាងដួសបំមីលេតពនរមៀសនៅពីមុខនាងបងអាចទៅក្រៅជាមួយពុកយើងបានទេខ្ញុំកំពុងតែមុខញ៉ាំបាយស្រាប់ទៅពាក្យសម្ដីរបស់សេរីណាមុខមើលសេរីណាជាមួយនឹងទឹកមុខឆ្ងល់សេរីណាងក់បាល់តែមិនព្រមមើលមុខខ្ញុំទេមានតែស្លឹកត្រចៀកនឹងទេដែលឡើងក្រហមទុំខ្ញុំឆ្លៃចំយ៉ាងដូច្នេះបន្ទាប់ពីញ៉ាំរួចគ្រួសារតូចទាំងពេកអ្នកក៏ដើរចេញពីអគារស្នាក់នៅឆ្ពោះទៅកាន់ផ្លូវធំពេលរយអ្នកដំណើររងាកមើលគឺ100%ពេញតែម្ដង
អ្នកគ្រប់គ្នាសុទ្ធតែចាប់អារម្មណ៍នឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់យើងនេះពួកគេជាមឃើញកន្លែងនេះមានអ្នកខ្ញាត់ទឹកទៅតែជើមកដីចោះម៉ាច់ក៏ពួកគេមិនដែលឃើញពីមុនមកអញ្ចឹងលើកកាន់ដៃប៉ាមួយចំហឹងលោកកញ្ឆេងតាមផ្លូវយ៉ាងសប្បាយពេលមុខតូចរបស់នាងបានរីកលូតលាស់នាងមិននឹកស្មានសោះថានឹងមានថ្ងៃមួយនាងអាចដូចក្មេងដទៃបានកាន់ដៃទាំងប៉ានិងម៉ាក់ក្នុងពេលតែមួយដើរលេងបែបនេះសោះទីរីនិកមានអារម្មណ៍ថាសុភមង្គលនាងធំធេងណាស់សម្បីផ្ទះព្រះនាងសក៏ដាក់មិនអស់ដែរថ្វាយបិទអាកាសធាតុខាងក្រៅក្រៀងក្តៅបន្តិចក្តីទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងនេះគ្រួសារទាំង3នាក់មើលទៅមិនខ្វល់ពីកម្ដៅសោះតាមរយៈស្នាមញញឹមរបស់ពួកគេអ្នកក៏ដឹងដែរថាគ្រប់គ្នាកំពុងមានក្តីសុខខ្លាំងប៉ុណ្ណាភ្លើខ្ញុំបាននេះទាំងអស់ស៊ីហើយដាក់ក្មេងតូចចូលកៅអីក្រោយបន្ទាប់មកខ្ញុំបានបើកទ្វារឲ្យសេរីនចូលអង្គុយយ៉ាងសុភាពបុរសហើយបិទទ្វារឯមុខថ្ងៃនេះគោលដៅរបស់យើងគឺ Central Plaza នៅកណ្ដាលក្រុងនិងអាទើជំនួយការតូចរបស់នាងបានណាត់ជួបគ្នានៅហាងតែគុជមួយកន្លែងនៅទីនោះដែលខ្ញុំនិងលីលីមកតាមគឺដោយសារតែមីចង់ឃើញក្មេងតូចនេះខ្លាំងពេកហើយពីថ្ងៃមកនេះនាងតូចបានក្លាយជាស្រមោលរបស់ខ្ញុំដើរតាមគ្រប់ទិសទីតែម្ដងពេលរូបខ្ញុំវិញគ្រាន់តែជាអ្នកហើយហុំតាមក្មេងស្រីតូចនេះប៉ុណ្ណោះមានបាត់ដំណើរទៅមុខពីទីនេះទៅកណ្ដាលក្រុងចំណាយពេលជាង40នាទីលីលីចេះតែឧបកសេរីណាជាប់ព្រមទាំងសម្លឹងមើលទេសភាពដែលរំលងហួននៅខាងក្រៅក្មេងតូចនេះជាលើកទី1ហើយដែលនាងធ្វើដំណើរឆ្ងាយតែឃើញសុទ្ធដែលថ្មីនិងរំភើបពេលដំបូងតែកងឡានលួចសរសើរពីរូបសម្រស់គ្រួសារយើងប៉ុន្តែភ្លាមមនុស្សគាត់ស្រាប់តែមានអារម្មណ៍ថាក្មេងស្រីនៅខាងក្រៅមើលទៅដូចជាធ្លាប់ឃើញណាស់នឹកមិនឃើញងាកមកជជែកលេងជាមួយខ្ញុំក៏បាននំបិទទៅគាត់វិញធម្មតាក្នុងឡានលេងអាប់អួរទៀតហើយមិនយូរប៉ុន្មានឡានក៏បានមកដល់គោលដៅតែម្លង Central Plaza គឺជាកន្លែងអ៊ូអរបំផុតក្នុងវាពិតជាមិនឆ្ងាយប៉ុន្មានទេពីកន្លែងធ្វើការរបស់ Mia Parker បែកគ្នាអស់រយៈពេល2ឆ្នាំទីបំផុតនាងនឹងបានជួបមុខសេរីណាម្ដងទៀតហើយកំពុងរំជួលចិត្តយ៉ាងខ្លាំងនាងបានតៃគុតជាច្រើនកាយទុកមុនរួចអង្គុយសម្លឹងមើលទៅមាត់ទ្វារហាងមិនដាក់ភ្នែកនាងកំពុងរាប់ពេលវេលាគ្រប់វិនាទីតែម្ដងដោយសារធ្លាប់ធ្វើការជាមួយសេរីណាអស់1ឆ្នាំកន្លះអ្នកទាំងពិតជាស្និទ្ធស្នាលដូចបងប្អូនបង្កើតអញ្ចឹងលបប្រព្រឹត្តចំពោះនាងយ៉ាងល្អខ្លាំងណាស់គួរឲ្យស្ដាយដែលសេរីណាប្រញោមរៀបការលឿនពេកយើងត្រូវតាមដានទាំងអស់គ្នាមៀនៅតែមិនយល់សេរីណារឹងរូសរៀបការជាមួយបរិសុគ្មានបានការនោះនាងថែមទាំងព្យាយាមនិយាយបញ្ចុះបញ្ចូលសេរីណាទៀតផងតែនាងសម្រេចចិត្តរួចទៅហើយដោយមិនខ្វល់ពីដំបូន្មានវ័យទាំងអស់ពេលកំពុងតែលងក្នុងគំនិតស្រាប់តែនាងបានឃើញរូបរាងដ៏សែមភ្នែកមួយកំពុងដឹកដៃក្មេងស្រីតូចដើរចូលតាមទ្វារហាងរបស់នាងភ្លឺផ្លេកហើយក៏ស្ទុះក្រោកចូលព្រមទាំងបុកដៃហើសេរីណាបាននូសំឡេងហៅនោះងើបមុខឡើងភ្លាមក៏ឃើញដៃរបស់មៀផានកំពុងបោះហាងស្នាមញញឹមក៏បានលេចឡើងនៅលើផ្ទៃមុខនាងមៀពិតជាមិនប្រែប្រួលសោះក្រមិចក្រមើមនឹងរីករាយដូចដើមពេលដើរទៅចិត្តផ្នែកពួកគេពោពេញដោយអំណរលេលំនឹងទឹកផ្នែកជាបងអូនដែលបានជួបគ្នាក្រោយបែកគ្នាយូរពីពិតជាមិនអាចទប់អារម្មណ៍រំជួលចិត្តបានឡើយសម្លឹងមើលសេរីណាយ៉ាងយកចិត្តទុកដាក់ខណៈផ្នែកនាងចាប់ផ្ដើមនាងចាប់ដៃសេរីណាហើយពេបមាត់និយាយសេរីណាអឹងស្គមជាងមុនច្រើនណាស់ប្រុសម្នាក់នឹងធ្វើបាមអឹងមែនតែគេនឿយណាខ្ញុំនឹងទៅប្រដៅគេឲ្យរឿងចាលខាំមាត់រួចក្រវីក្បាលហើយអង្គុយចុះជាមួយមៀព្រមទាំងដាក់លីលីឲ្យអង្គុយក្បែរនាងមុននឹងនិយាយមៀលើខ្ញុំសុខសប្បាយទេក្រោយពេលខ្ញុំចេញទៅការងាររលូនអត់ទេខ្ញុំក៏សុខបាយដែរសេរីណាអឹងមិននឹងទេថាខ្ញុំនឹកអឹងខ្លាំងប៉ុណ្ណាទាំងពីរក៏ចាប់ផ្ដើមសឿនសុខតុងចំណែកភ្នែករបស់លីលីកំពុងសម្លឹងមើលទៅនារីវ័យក្មេងទល់មុខនាងដោយក្តីសង្ស័យបងប៉ុនចាំបាត់ជួបគ្នាដូច្នេះពួកគេពិតជាមានរឿងរ៉ាវជាច្រើនតែត្រូវនិយាយគ្នាក្រោយពីជជែកគ្នាមួយសន្ទុះមីក៏ងាកមកចាប់អារម្មណ៍លើក្មេងស្រីតូចវិញក្មេងតូចនេះបានអង្គុយក្បែរពួកគេយ៉ាងសុភាពរាបសារបំផុតមីរវល់តែជជែកជាមួយសេរីណាខ្លាំងពេកទៅមិនបានសម្លឹងក្មេងតូចនេះឲ្យបានច្បាស់បានមើលច្បាស់លើនេះភ្នែកនាងក៏ភ្លឺផ្លេចសេរីណានេះគឺលីលីមែនទេនាងមើលទៅដូចជាកៃហើយនិយាយបណ្ដើក្រោកពីកៅអីបណ្ដើរួចអង្គុយចង់ហុកនៅមុខក្មេងស្រីតូចនោះភ្នែករបស់នាងចែងចាំងយ៉ាងស្រស់ស្រាយសាក់ស្រមៃមើលទាំងអស់គ្នានាងលុកដៃទៅប៉ះមុខក្មេងតូចស្រាប់តែចិញ្ចឹមខ្មួតចូលគ្នាក្មេងស្រីនេះដូចស្រីណាខ្លាំងណាស់គឺស្គមស្កាំងដូចគ្នាពេលនេះកំពុងចេះជួលប្រុសគ្មានបានការនោះប្រកាសជាធ្វើបាមសេរីណានិងក្មេងតូចនេះមិនខាននាងនឹកឃើញកាលពីមុនធ្លាប់មានរូបរាងស្រស់ស្អាតនិងសុខភាពល្អណាស់ម៉េចបានជាធ្លាក់ខ្លួនដល់ថ្នាក់នេះនាងកាន់តែគិតក៏កាន់តែខឹងសម្បាខ្លាំងឡើងតែម្ដងពេលនេះនាងគ្រាន់តែចង់ប្រជមុខជាមួយបុរសនោះដូច្នេះនាងក៏សម្លឹងមើលទៅពេលអឹងថាគេមកដែរមែនទេទៅគេនឿយណាសេរីណាដឹងពីកំហឹងរបស់មៀចំពោះខ្ញុំដែរតែនាងមិនដឹងត្រូវនិយាយបែបណាឡើយនាងប្រាប់ថាគាត់កៃប្រយខ្លួនហើយវាហៅបដូរថាពីមុនគាត់ពិតជាបានធ្វើបាបនាងមែននាងពិតជាមិនចង់ឲ្យអ្នកណាដឹងពីរឿងរឹមតែញញឹមស្ងួតប៉ុណ្ណោះហើយប្រាប់ថាលីលីចង់ញ៉ាំការ៉េម
ទៅឈរតម្រង់ជួរទិញការ៉េមឲ្យនឹងហើយមីឯពិតជាចាប់អារម្មណ៍ទឹកមុខរបស់សេរីណាហើយក៏កាន់តែខឹងសម្បារក្នុងចិត្តទ្វេដងរបស់នាងតែងតែទន់ភ្លន់និងឆើតឆាយជានិច្ចប៉ុន្តែឥឡូវនេះក្នុងភាពទន់ភ្លន់នោះបែរជាមានលេីឡំភាពភ័យខ្លាចទៅវិញនឹងអាចខ្លាចក្មេងតូចនេះភ័យមីអាបានត្រឹមតែដកដង្ហើមធំរួចត្រឡប់ទៅកៅអីវិញតែក្នុងចិត្តលួចសង្កេតថ្មីចង់តែទៅសម្លាប់ខ្ញុំចោលតែម្លងសេរីណាអ្នកទាំងអស់គ្នាចង់ដឹងសិនចុះមករៀបនឹងនិយាយស្រាប់នាងឈប់ស្ងៀមក្រសេបភ្នែកឡើងមុតស្រួចសម្លឹងចំទៅមាត់ទ្វារហាងរីសរ៉េនក៏ខ្លួនទៅមុខកាន់តែស្ងួតនឹងគិតថាខ្ញុំបានមកដល់ហើយទៅបានជាអកុកយារបស់ប្រៃព្រួលលឿនបែបនេះនឹងភានថ្ងៃនេះទាំងអស់គ្នានាងរៀបនឹងងាកក្រោយទៅហើយស្រាប់តែមានសំឡេងដ៏គួរឲ្យរំខានបន្លឺឡើងពីក្រោយមានប៉ាក៏មានពេលញ៉ាំតែផងដែលខ្ញុំដាក់ឲ្យរួចហើយមែនទេរីបេកានាងធ្វើរួចហើយថ្ងៃនេះជាថ្ងៃឈប់សម្រាប់តើមានប្រៃជារកដូចឆ្មាប់រោមហើយសម្លក់ទៅអ្នកនិយាយសេរីងាកក្រោយទីបំផុតក៏ឃើញមនុស្សនោះជានារីស្ដាងម្នាក់មកកីឡាបេស្ប៊ុលហើយពាក់ម៉ាវបិទមុខជិតឈឹងពីអូចរបស់នាងពោពេញដោយភាពក្រអិតក្រទមព្រមទាំងញាក់ចិញ្ចើមពេលឃើញសេរីណាកាំងបន្តិចក្រាតថ្មីមកពីក្រុមហ៊ុនចាស់របស់នាងនឹងជាអ្នកចម្រៀងផងដែរកាលមុនរីបេកាតែងតែត្រូវសេរីណាលួចយកកមុខមាត់ជានិច្ចនឹងក្រុមហ៊ុនហើយយ៉ាងផ្អែមល្ហែមពេលមុំណាត់រកភ្លើងហ៊ុនយល់ច្បាស់ពីរឿងនេះទំនឹកក្នុងចិត្តអូនេះមិនមែនសាយនៅទេអើយពេលមិនគួរនៅផ្ទះធ្វើជាប្រពន្ធនឹងម្ដាយដ៏ល្អទៅមកទីនេះរកមានធ្វើអីពេលរីបេកាពោពេញដោយប៉ុន្តែសម្ដីនាងពោពេញដោយការចំអាកនាងទៅតែដើរទិញបានមិននឹកស្មានថាជួបមាននឹងសេរីណាសោះពេលនិយាយមិនក្បែរនោះខឹងផ្ទុះឡើងរីបេកាបារម្ភពីខ្លួនទៅពេលមិនមែនថ្ងៃធ្វើការទេសេរីណាតោះយើងទៅមានឆ្កែឈួតកំពុងប្រុសលោឡានៅទីនេះពេលអស់ហើយមៀក៏លើកលីឡើងហើយទាញដៃសេរីណាចេញទៅរីបេកាបានបោះចំហានទៅច្រាំងមុខពួកគេខាត់ផ្លូវដោយទឹកមុខខ្មឹងងឹតទៅឲ្យច្បាស់ណាអ្នកទាំងអស់ទាំងហើយនាងសម្លឹងសេរីញឹមចង់មាត់អូសេរីម៉ៃក៏ស្គមមកលេះជីវិតពិបាកប្រាប់ខ្ញុំមកពេលទៅទៀនខ្លះហើយនាងយ៉ាងណាមិញខ្ញុំចិត្តអស់ហើយមើលលើធ្វើជាអ្នកបំរើខ្ញុំទៅអក្រក់ទេត្រូវទេមែនទេមើលធ្វើមុខរឹងហើយសម្លុករីបេកាស្ងាត់ខ្ញុំទៅងាកមើលមៀភ្លាមភ្នែកពោពេញដោយការមិនជឿមៀធ្វើជាអ្នកបំរើក្រោមបង្កប់រីបេកាធ្លាប់ប្រាប់ថានៅធ្វើជាជំនួយការគេទៅថែមទាំងរលូនទៀតការងារបំរើគឺប្រាក់កម្លាំងបាយសើញាតឲ្យមេធ្វើការងារបែបនេះប៉ុន្តែពេលនេះច្បាស់ជាមិនមែនជាពេលត្រូវសួរទេងាកមកវិញប៉ុន្តែខ្សែភ្នែកសម្លឹងរីបេកាពេលនេះមានកំហឹងនាងក្តាប់ដែរសម្លុតនាងអាចត្រាំបានសម្លុតមាននាងទទួលយកមិនបានទេនាងរៀបនឹងយាយមៀក៏និយាយមុនអង្គត្រាស់ខ្ញុំជាមួយក្រុមភុតកំណត់ចំខែនេះពេលនោះខ្ញុំនឹងលេចប់ហើយអ្នកខ្លះមិនឡើងខ្ពស់ពេកហើយធ្លាក់មកវិញឈឺបើសេរីណាត្រឡប់មកអ្នកខ្លះច្បាស់ជាភ្ញាក់ពីយល់សັບអាក្រក់ស្រែកលោឡាជាមិនខានកងព្រលុកបែបនេះនាងពិតជាមានរົບផ្លូវចាប់បន្តិចចំពោះសេរីណាមែនមិញសេរីណាធ្លាប់លួចមុខមាត់នាងរាប់ឆ្នាំរីបេកាប្រញាប់សើចសេរីណាដោយការមើលត្រឡប់មកវិញជារឿងកំផុតដែលធ្លាប់ក្រុមហ៊ុនណាហានចោះកងត្រាជាមួយតារធ្លាក់កូដមានកូនជាប់ខ្លួននោះជារឿងកូនសេរីណាកូននាងមុខមាត់មិនអន់ទេនាងអាចគិតគូរបណ្ដុះបណ្ដាលនាងឲ្យខ្លាចជាតារាចំនួនថ្មីបាននិយាយដោយទឹកមុខមើលងាយថែមទាំងលោកដៃទៅចាប់ផោលលីយ៉ាងក្រអឺតក្រទុំទៀតទាំងពីរនាក់ដឹងច្បាស់ថាវានឹងទៅជាយ៉ាងណាឈប់ភ្លាមប៉ះនាងតែបន្តិចខ្ញុំធានាថានាងនឹងយំមិនចេញទឹកភ្នែកសំឡេងពីលន់ឡើងព្រមគ្នាមួយទៀតជាសំឡេងបត់ធ្ងន់បន្លឺពីមាត់ទ្វារហាងតែទឹកដោះគោគឺខ្ញុំនឹងហើយពេលយ៉ាងលឿនទៅមុខសេរីណាហុចការ៉េមកក្នុងតែឲ្យពួកគេទាំងបើកពេលរីបេកាបាំងសេរីណានឹងលីលៃពីក្រោយសំឡេងត្រជាក់រីបេកាភ្ញាក់ព្រឺតធ្យយក្រោយពីចំហាននាងទប់ស្មារតីវិញហើយក្រោយពីមើលខ្ញុំច្បាស់នាងក៏សើចឡើងភ្លាមអាមនោះប្រត់បានការសោះស្មានតែអ្នកណាស្ចារចង់វាយគេនៅទីសាធារណៈចិញ្ចើមហើយងាកទៅភ្នែកសង្ស័យសួរនឹងយ៉ាងច្បាស់ថាតើស្រីឆ្នះម្នាក់នេះមកពីណាចុះនាងជាអ្នកចម្រៀងមកពីក្រុមហ៊ុនចាស់ខ្ញុំក៏មិននឹកស្មានថាជួបនាងនៅទីខ្លាចកាច់ខ្ញុំទេតែស្រីណារៀងខ្លាចបន្តិចឃើញស្រីណាបែបនេះខ្ញុំកាន់តែជ្រួញចិញ្ចើមហើយដកដងហើមធំក្នុងខ្ញុំទៀតពេលមកមើលរីបេកាវិញអ្នកចម្រៀងសុំទៅខ្ញុំមិនដែលលូឈ្មោះនាងហើយក៏មិនស្គាល់នាងដែរខ្ញុំដឹងត្រឹមថានាងកំពុងខាត់ផ្លូវពួកយើងសូមជួយចាំនិយាយយ៉ាងម៉ឺងម៉ាត់បំផុតខ្ញុំសម្រុំណាស់ស្មៃកັບវាចាក់ដោតខ្លាំងទៅបសំឡេងនាងកាន់តែស្រួចគួរស្គាល់លំលៃខ្លួននឹងលោកគិតថាខ្ញុំមិនដឹងហោលោកធ្លាប់តង់ចេះនឹងប្រេនដុនពីក្រុម Starry Boy រាល់ថ្ងៃទិញភេសជ្ជៈឲ្យពួកគេរហូតពីមកធ្វើខ្លាំងណៃដាក់ខ្ញុំទៀតឆេះនឹងប្រេនដុនប្រយ័ត្នគិតមួយទាំងពីរនេះទីផុតក៏នឹកឃើញថាពួកគេជាព្រោះគេជាស្មាជិកក្រុមតន្ត្រីម្ចាស់មុនធ្លាប់នៅគិតយ៉ាងណាដែរក្រុមលោះយើងច្បាស់ជាវាយប់ពីក្រុមដោយចង់ត្រឡប់មកវិញគេពិតជាធ្លាប់ទិញភេសជ្ជៈកប់គុណពួកគេមែនពួកគេមិនដែលខ្វល់ពីគាត់សោះប៉ុន្តែនឹងហើយនោះសុទ្ធតែជារឿងអាការដែលគាត់ធ្លាប់ធ្វើរឿងនឹងវាប៉ពន់យីនឹងខ្ញុំមិនស្គាល់មនុស្សដែលនាងនិយាយទេរកូនតែសនឆ្លានប៉ងផ្លូវគេទេនាងនៅតែរករឿងបន្ទោសថាជោគសេនផ្លាសាគឺជាផ្សារទំនើបធំជាងនៅទីងរៀលសៃ
ពេលនេះគេច្បាស់ជាមិនបណ្ដោយឲ្យយរណាម្នាក់មកបង្កប់បញ្ហាផ្ទះផ្ដាស់ឡើយពេលរីបេកាកង់និយាយលេងចេញសំឡុកខ្ញុំចាំងតែនៅតែជួយចេញដដែលខ្ញុំទាញសេរីណាមកបែកហៅមីអាឲ្យដើរតាមរួចក៏បន់ដំណើរទៅមុខតែលើការរីបេកាស្រាប់តែនាងនិយាយឌឺដងទៅកាន់សេរីណាឡើងខ្លាចបានច្រៀងទៀតហើយបទថ្មីរបស់ខ្ញុំនឹងចេញនៅ Harmony Record ចុងខែនេះហើយសិតចំខំយ៉ាងមានក្តីសុខសេរីណាអាចយកអ្វីមកប្រៀបជាមួយនាងបានសម្លេងឌឺដងម្នាក់ឡងរពេញរជាកអ្នកគ្រប់គ្នានិតទៅកំភ្លៀងនាងមួយទំហឹងទេនាងដឹងច្បាស់ថាសេរីណាស្រឡាញ់ការច្រៀងខ្លាំងណាស់តែពេលនេះលែងអាចច្រៀងបានទៀតពិតជាសម្លាប់មនុស្សដោយមិនបាច់ប្រើកម្មបិទមែនចំហានជើងរបស់ខ្ញុំក៏កងងពេលមុខរីបេកាចម្រួចក៏មិនដើរជិះធ្វើមិនដឹងចំណែកសេរីណាមិនដបត់អ្វីទាំងអស់បានត្រឹមខមាត់សង្កត់ចិត្តពេលនៅភ្លើសំឡេងកូនក្មេងតូចក៏បន្លឺឡើងយ៉ាងច្បាស់និងម៉ងម៉ាត់បំផុតម៉ាក់ខ្ញុំច្រៀងពីរោះជាងមឹងទៅទៀតលីលីនឹងអើងក្មេងតូចក្រវីដៃពេបមាត់ជាមួយនឹងផ្ទៃមុខពោពេញដោយកំហឹងធ្លាប់ស្ដាប់ម៉ាក់ច្រៀងបំពេរាល់ដងម៉ាក់ច្រៀងពីរោះជាងប៉ាទៅទៀតគ្មាននរណាម្នាក់នឹកស្មានថាក្មេងស្រីតូចហានចេញមុខកាត់ពីម្ដាយបែបនេះសោះពេលនោះខ្ញុំឈរកង់មួយសន្ទុះរួចក៏ញឹមឡើងហើយអង្អែលក្បាលកូនស្រីតូចដោយក្តីស្រឡាញ់ធ្វើបានល្អណាស់កូនប៉ាកូនស្រីបើមែនរឹងមុំជាងម៉ាកូនដែលចេះតែត្រាំឲ្យគេធ្វើបាបទៅទៀតតាមពិតខ្ញុំខឹងខ្លាំងណាស់ក្នុងចិត្តតែកំហឹងទាំងអិនមានក៏ហោះបាត់អស់រលឹងដងខ្ញុំពេលនេះម្នែងខំណៃពីប្រតិកម្មរបស់រីបេកាអបតីសោះយើងបាននងមេងតគួរឲ្យស្រឡាញ់ទៅភោជនីយដ្ឋានខ្ញុំពោកូនដើរចូលទៅមុនគេក្រោមការស្វាមយ៉ាងកក់ក្ដៅពីបុគ្គលិកពេលនឹងមីអាដើរពីក្រោយបណ្ដើរនិយាយគ្នាមិនដើរច្បាស់ជាមិនចូលចិត្តខ្ញុំទេចេះតែសម្លុកខ្ញុំទាំងគ្មានហេតុផលបើកំទេចរង្វើរបស់ខ្ញុំបំបាញ់មិញរៀងសម្រុំបន្តិចក៏មិននឹងមុខជាមិនខ្ចីនិយាយរកបោសសម្នាក់នេះឡើយខ្ញុំហុចសៀវភ័យមុខមហូបទៅឲ្យស៊ីរីនិងមីអាពួកគេកំងមហូបសាមញ៉ា2ឬ3មុខពេលមហូបដែលចូលជើណាមរួចក៏ហុចសៀវភៅឲ្យអ្នករត់ទៅវិញស៊ីរីណានៅតែបនិយាយជាមួយមីអាដដែលតាមផ្លូវនាងមានរឿងមួយដែលកង់លុយក្នុងចិត្តប៉ុន្តែមិនទាន់ហានសួរទីបានអង្គុយចុះឲ្យគ្មានអ្នកក្រៅនៅទីនេះទេនឹងកាន់ដៃមីអារួចក៏សួរនៅសំណួរដែលនាងចង់ដឹងតាំងពីដំបូងមកលេសបានជីរងទៅធ្វើជាកូនកញ្ជះឲ្យជើយបែរកាអីបានជីរងទៅគាត់កំធ្វើអីអ្នកគ្រូខ្លាយគឺជាត្រអ្នកគ្រប់គ្រងរបស់សៃស៊ីណាមានអាយុ70ឆ្នាំនិងមើលថែនាងល្អដូចជាកូនស្រីបង្កើតអញ្ចឹងដែលក្តោកក្ដួលពេលលូស៊ីរីណាសួរមីអាលាក់ទុកសោកលែងចិត្តក្រោយយើងចេញទៅអ្នកគ្រូខ្លាយត្រូវគេបញ្ចុះពីការងារភ្លាមតែម្លងគេរកការងារយូរណាស់ដែរតែរកមិនបានសោះក្រោយមកកម្ដាយរបស់គាត់ក៏ធ្លាក់ខ្លួនឈឺហើយត្រូវចូលសម្រាកនៅមន្ទីរពេទ្យទៀតនៅកំដរជំងឺនៅមន្ទីរពេទ្យទើបគាត់អាចរកបានត្រឹមការងារជាអ្នកបោះសម្អាតប៉ុណ្ណោះសេរីណាពិតជានឹកស្មានមិនដល់សោះឡើយយកគ្រុកត្រូវធ្លាក់ខ្លួនដល់ថ្នាក់នេះភ្នែកនាងចាប់ផ្ដាំស្វាងនឹកឃើញដល់រូបរាងដ៏រហ័សរហួនរបស់អ្នកគ្រូខ្លាយកាលគាត់នៅធ្វើការពីមុនពេលទាំងពីរក៏ស្ងាត់មាត់ឈឹងបរិយាកាសចាប់តាមតានតឹងនិងធ្ងន់ធ្ងរមីអាលែងសូវមានចំណង់អាហារទៀតហើយញ៉ាំរួចមីអានិយាយលេងជាមួយស៊ីរីណាបន្តិចរួចក៏ប្រញាប់សុំខ្លួនលាទៅមុនកាន់តែធ្លាក់ចុះជាលំដាប់គ្រូសារទាំង3នាក់មានកម្រងនំលីលីទៅលេងសួនកំសាន្តនៅល្ងាចនេះប៉ុន្តែពេលនេះនាងលែងមានអារម្មណ៍ចង់លេងអីទៀតហើយខ្ញុំពិតជាទទួលដឹងពីអារម្មណ៍របស់នាងមែនពេលអងនិយាយលួងលោមនាងតែចុងក្រោយក៏សម្រេចចិត្តមិននិយាយអីទាំងអស់តាមពិតខ្ញុំក៏មិនយល់ពីមូលហេតុច្បាស់ដូចគ្នាហាក់ដូចជាត្រូវគេសុំឲ្យរៀបការជាមួយម្ចាស់រាងកាយចាស់អញ្ចឹងពេលនេះនឹងចង់តែត្រឡប់ទៅផ្ទះវិញនឹងចង់នៅម្នាក់ឲ្យស្ងប់អារម្មណ៍ពេលឃើញក្រសេះភ្នែកដ៏គួរឲ្យអាណិតរបស់លីលីនាងក៏ដាច់ចិត្តមិនចង់ឲ្យកូនស្រីខុបបំណងនឹងបាត់បង់ភាពសប្បាយរីករាយឡើយតូចនេះក៏សម្រេចក្មេងតូចសប្បាយចិត្តខ្លាំងមែនតែននេះជាលើកទី1ហើយដែលនាងបានមកលេងសួនកំសាន្តញ៉ៃចង់តែទោះរត់ចូលទៅក្នុងហាមគាត់លែងចប់ទៅហើយឃើញបែបនេះការកំប្រឹងធ្វើខ្លួនឲ្យសប្បាយចិត្តឡើងវិញមិនចង់ឲ្យចង់ចាំការដើរលេងសួនកំសាន្តលើកដំបូងនេះជាមួយនឹងមុខម៉ាកដែលពោរពេញដោយភាពក្រៀមក្រំឡើយយើងជិះកង់វិលបន្ទាប់មកក៏នាំលីលីទៅជិះរទេះភ្លើងខ្យងដ៏គួរឲ្យស្រឡាញ់ពេលបន្ទាប់មកយើងលេងឧបករណ៍រីជាច្រើនទៀតរហូតដល់មេឃចាប់ផ្តាមកងឹតដោយមិនដឹងខ្លួនសួនកំភ្លឺស្វាងដោយពន្លឺចម្រុះពណ៌ហើយប្រាសាទដោយក្នុងរឿងព្រេងទៀនក៏លេចចេញនៅចំពោះមុខយើងតែម្លងពេលនៃប្រាសាទមួយនេះបានឆក់ចំណាប់អារម្មណ៍របស់លីលីភ្លាមតែម្ដងនាងសម្លឹងមើលមិនតាក់ភ្នែកជាមួយកែវភ្នែកដ៏ធំពុយពួរពេញដោយភាពអាស្ចារ្យនាងកំពុងគិតថាទៅថ្ងៃណាមួយនាងអាចក្លាយជាព្រះនាងរស់នៅក្នុងវិមានដ៏ស្រស់ស្អាតឬអត់គោលដែលចុងក្រោយរបស់យើងគឺកន្ត្រកវិលដ៏ធំសម្បើមនេះមកមើលឈុតតកក់ក្ដៅនេះទាំងអស់គ្នាកន្ត្រកមួយជិះបាន2ទៅ3នាក់តែពេលខ្ញុំកូនស្រីលីលីចូលទៅអង្គុយជាមួយសេរីណាក្មេងតូចនេះបានគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដែលខ្ញុំបាត់ទៅហើយទៀតដោយសាររងចាំមើលការបានកម្មជ្រួចបន្តិចទៀតនោះពេលនឹងសេរីណាប្រហែលជាកូនត្រឡប់ទៅផ្ទះបាត់ទៅហើយកន្ត្រកវិលក៏ចាប់ដើមរំកិលឡើងទៅលើបន្តិចចម្លងផ្លើ
ធ្លាប់ដឹងសោះថានេះជាលើកទី1ហើយដែលសួនកំសាន្តហើយរឹតតែជាលើកទី1ក្នុងការជិះកន្ទ្រកវេលនេះផ្នែកដ៏គួរឲ្យស្រឡាញ់របស់នាងសម្លឹងមើលទៅក្រៅដោយក្តីរំភើបនិងមានពន្លឺចែងចាំងនាងសម្លឹងមើលទៅក្រៅចំណែកខ្ញុំវិញគឺសម្លឹងទើងហើយជាដឹងខ្លួនថាខ្ញុំកំពុងលួចមើលហើយទៅរបស់នាងចាប់ផ្ដើមហំប្រឹងវន់ហើយនាងងាកមុខមើលខ្ញុំទាំងអៀនព្រាននេះជាលើកទី1ហើយដែលខ្ញុំបានឃើញទឹកមុខបែបនេះរបស់នាងវាពិតជាធ្វើឲ្យបេះដូងខ្ញុំលោតខុសចង្វាក់មែនទែនពេលមួយស្ទុះក្រោយមកនៅជុំវិញវិមានដ៏ធំនោះកម្មជ្រួចជាច្រើនត្រូវបានឡើងទៅលើមេឃស្ទើតែក្នុងពេលតែមួយតាមជ្រួចទោះឡើងខ្ញុំបានញញឹមដ៏ស្រស់ស្អាតបំផុតនៅលើផ្ទៃមុខរបស់សេរីនៅយ៉ាងច្បាស់ញញឹមចេញពីបាតបេះដូងរបស់នាងពិតខ្ញុំពិតជាឡងស្នេហ៍នាងបាត់ទៅហើយស្របមកពេលនោះកន្រកវិលក៏បានឡើងទៅដល់ចំណុចខ្ពស់បំផុតតែម្លងនាងជ្រួចកាន់តែមើលទៅច្បាស់ជាងមុនហើយស្នាមញញឹមនឹមនាងរទេទៀងខ្លាំងឡើងខ្ញុំប្រាប់ថានាងមិនចាំបាច់ភ័យខ្លាចដូចពេលមុនទៀតនោះទេតែសំឡេងកម្មជ្រួចខ្លាំងពេកសំឡេងខ្ញុំក៏ហាក់ដូចជាសើចសេរីណាស់ស្ដាប់មិនសូវបានច្បាស់នាងក៏ងាកមុខមកសម្លឹងមើលខ្ញុំមិនបានងាកមើលនាងទេគ្រាន់តែបន់ហ្វឹងមើលកម្មជ្រួចដ៏ស្រស់ស្អាតនៅលើមេឃហើយប្រាប់ថានាងទន់ភ្លន់ពេកហើយវាមិនល្អទេនឹងធ្វើបានអូនបងដឹងថាអូនចូលចិត្តច្រៀងហើយបងក៏ដឹងថាអូននៅមានរឿងជាច្រើនទៀតដែលចង់ធ្វើរំបងនឹងមើលថៃកូនស្រីលីលីអើយមុនប៉ែលសេរីណាអាចញញៀកមុខមកវិញក៏ស្រាប់តែឃើញទឹកភ្នែកស្រស់ចុះមកលើថ្ពាល់នាងទាំងសងខាងបាត់ទៅហើយថ្ងៃមកខ្លួននឹងហើយសម្លឹងមកខ្ញុំដែលមិនព្រឹកភ្នែកសំបីតែមួយវិនាទីបង្កប់ដោយភាពស្មុគស្មាញនិងក្តីឈឺចាប់ហាក់ដូចជាចង់ពន្លឹកខ្ញុំចូលទៅក្នុងនោះអញ្ចឹងខ្ញុំផ្ដើមភ័យភ្លេចភ្លាមរឿងរ៉ាវកំពុងតែដើរទៅរលូនសោះសូមអ្នកទាំងអស់គ្នាចិត្តទុកដាក់មកមែនហេតុអីនាងស្រាប់តែយំតើលោកជានរណាសេរីណានៅតែសម្លឹងមកខ្ញុំភ្នែកដ៏ស្រស់ស្អាតរបស់នាងពោពេញដោយទឹកភ្នែកទោះសម្លេងនាងមិនសូវខ្លាំងតែវាចាក់ដោតដល់បេះដូងខ្ញុំយ៉ាងជ្រៅពេលមុងស្ងៀមតែម្លងប្រយាកាសចាប់ផ្ដើមស្ងាត់ច្រំហាក់ដូចជាសំបីតែសំឡេងកម្មជ្រួចក៏រលាយបាត់ទៅតាមនឹងដែរពេលសន្ទុះធំក្រោយមកខ្ញុំក៏ញឹមដាក់នាងទន់ភ្លន់ហើយហើបមកនិយាយដោយសំឡេងស្អប់បន្តិចថាបងគឺ James Rivers Serena នៅតែបន់សម្លឹងមកខ្ញុំនាងមានអារម្មណ៍ថាបេះដូងនាងលោតញាប់ខុសធម្មតាដូចជាសត្វក្តាន់ដែលកំពុងតែភ័យស្លន់ស្លោពេលរបស់ខ្ញុំពិតជាខុសពីវ័យដែលនាងបានរំពឹងទុកនាងចូលទឹកភ្នែកសម្លឹងមើលចូលក្នុងភ្នែកដ៏ស្រទន់របស់ខ្ញុំខណៈទឹកភ្នែកនាងកាន់តែស្រស់ចុះមកខ្លាំងជាងមុនងាប់ចង្កងទម្លាក់ក្បាលចុះហើយយំខ្សឹកខ្សួលរួចក៏សុំទានរឿងមួយប្រាប់ខ្ញុំនៅឲ្យយូរលងណាស់មកហើយនៅអីមណ្ឌលកុមារកំព្រាមួយនាងជាក្មេងកំសត់ណាស់តែនៅទីនោះតែងតែមានក្មេងប្រុសសំណាក់ដែលមានអាយុបងនាង1ឆ្នាំចាំការពៀននាងជានិច្ចនឹងត្រូវបានក្មេងប្រុសចំណែកមួយក្រុមនាំគ្នាធ្វើបាបក្មេងប្រុសសម្នាក់នោះបានទាញនាងមកពួនពីក្រោយខ្នងមិនបណ្ដោយឲ្យនាងមានរបួសសំបីតែបន្តិចនៅពេលនោះនៅក្នុងកែវភ្នែករបស់ក្មេងស្រីតូចក្មេងប្រុសអាយុបង1ឆ្នាំនោះគឺជាភពលោកទាំងមូលរបស់នាងទៅហើយមកក្មេងប្រុសនោះក៏បានបាត់ខ្លួនទៅរហូតតែក្មេងស្រីនោះធំពេញវ័យទៅនាងបានជួបគេម្លងទៀតក៏បានរៀបការជាមួយគេដោយក្តីប្រាថ្នាម៉ែតនេះខ្ញុំកង់ស្ងៀមពេលនេះខ្ញុំចាប់ផ្ដើមយល់រឿងគ្រប់យ៉ាងហើយងើបមុខឡើងទឹកភ្នែកដកពេញកែវភ្នែកមើលទៅនាងពិតជាការនឹងគួរឲ្យអាណិតខ្លាំងណាស់ទីបំផុតនាងព្រមនិយាយអាចកំបាំងក្នុងចិត្តរបស់នាងចេញមកហើយប្រហែលជាឆ្ងល់ដូចខ្ញុំហើយហានទេគ្មាននរណាយល់ពីភាពរឹងរូសរបស់នាងទេគេគ្រប់គ្នាគិតថានាងល្ងងណាស់តែនាងគិតថានាងធ្វើនេះគឺត្រឹមត្រូវហើយពេលលើទៅពលគឺវាអាក្រក់ខ្លាំងពេករហូតធ្វើឲ្យនាងស្ដាយក្រោយរំមិនអស់តលតែខ្ញុំបង្ហាញខ្លួននៅពេលនេះពេលមកគ្រប់គ្រាន់ហើយសេរីណាលែងទប់អារម្មណ៍អោបចំយ៉ាងណែនដើមកន្លែងលីលីរួចក៏យំខ្សឹកខ្សួលតែម្ដងលីភ្ញាក់ពីគេងទាំងភ្នែកនៅស្លឹមសម្លឹងមើលម៉ាក់របស់ខ្លួនដណ្ដើមកន្លែងគេងរបស់នាងដោយក្តីងឿងឆ្ងល់ក្មេងតូចនេះឆ្ងល់បានតែមួយផ្លែតប៉ុណ្ណោះរួចក៏ញឹមស្បែកចិត្តយកដៃម្ខាងឱប៉ានិងដៃម្ខាងទៀតអោបម៉ាក់យ៉ាងកក់ក្ដៅពេលពួកយើងទាំងសងខាងថ្ងៃនេះគឺជាថ្ងៃដ៏ល្អបំផុតក្នុងជីវិតរបស់លីលីខ្ញុំអោនសម្លឹងមើលម្ដាយនិងកូននៅក្នុងរង្វង់ដៃហើយក៏ទប់ស្នាមញញឹមលែងបានតែម្លងជីវិតកំពុងតែទៅរកផ្លូវដ៏អបប្រសើរមួយហើយទោះបីជាពេលការមួយចំនួនត្រូវតែផ្លើតបបន្តិចបន្តួចក៏ដោយនៅលើមេឃក៏ចាប់ផ្ដើមរសាត់បាត់បិទចម្រងហើយកន្ត្រកវិលក៏បានចោះមកដល់ដីវិញយ៉ាងរលូនចុះពីលើកន្ត្រកវិលភ្លាមសេរីណាស្ទុះចេញពីរង្វង់ដែលខ្ញុំភ្លាមអាកប្បកិរិយារបស់នាងក៏ប្រែទៅជាត្រជាក់ស្រេកដូចមុនវិញបាទនាងធ្លាប់ធ្វើកាលពីមុនអញ្ចឹងឬមួយអ្នកដែលយំអោបរត់ខ្ញុំមិញនេះគឺជាខ្មោចទេដឹងតាមពិតទៅក្នុងចិត្តសេរីណាកំពុងតែភ័យនោះទេតែដៃដែលនាងពលីលីក៏រត់កាន់តែណែនដែរនាងមានអារម្មណ៍ថារជឹកនឹងថ្ពាល់ខ្លួនអញកំពុងតែក្តៅភ័យតែម្លងនេះនាងបាននៅក្នុងរង្វង់ដែលខ្ញុំយ៉ាងយូរថែមទាំងយកមុខកញីនឹងទ្រង់ខ្ញុំដូចគ្មានស្រីទៀតផងពិតជាគួរឲ្យខ្មាស់គេណាស់ពេលនេះចំហានជើងរបស់សេរីណាក៏ចាប់ផ្ដើមដើរលឿនខុសពីធម្មតាហាក់ដូចជានាងកំពុងតែដើរប្រណាំងអញ្ចឹងក៏មិនយល់ដែរថាពេលបានជាជំនួសស្រមអ្នកនេះស្រាប់តែមានកម្លាំងពេញខ្លួនបែបនេះខ្ញុំត្រូវរត់ត្រកុំដើម្បីតាមនាងឲ្យតន់រហូតតលតែពួកយើងដើរចេញផុតពីខ្លោងទ្វារសួនកំសាន្តសេរីណាគ្មានបំណងចង់ឈប់សោះខ្ញុំក៏បង្ខំចិត្តស្រែកសួរថានាងចង់ដើរទៅផ្ទះមែនទេយើងជិះតាក់ស៊ីទៅទើបនាងព្រមឈប់ដើរតែមិនព្រមងាកមកមើលខ្ញុំទេពួកយើងនឹងរងចាំមើលបន្ទាតថាទើបដីប្រពន្ធធួយគូនេះនឹងផ្អែមល្ហែមដល់កម្រិតណា
ពេលមកដល់ផ្ទះខ្ញុំបានបីលុយចូលទៅក្នុងបន្ទប់ហើយរៀបចំកន្លែងឲ្យនាងគេងយ៉ាងស្រួលបួលទៅដោយចេញមកវិញពេលកំពុងតែលាងមុខនៅក្នុងបន្ទប់ទឹកបាត់ទៅឃើញខ្ញុំមិនបានឈប់ទេគឺដើរត្រង់ចូលទៅក្នុងភៀកបាញ់តែម្ដងពេលថ្ងៃនេះមិនសូវបានញ៉ាំអីច្រើននោះទេនាងច្បាស់ជាខ្លាចហើយគិតបែបនេះខ្ញុំក៏ចាប់ដើមរកអីវ៉ាន់ក្នុងទូទឹកកកហើយចុងក្រោយក៏សម្រេចចិត្តទៅស្ងោមមីញ៉ាំយ៉ាងសាមញ្ញតែម្ដងទៅពេលបិទជាខ្លាំងខ្លាំងមែននាងគ្មានអារម្មណ៍ញ៉ាំអីទេកាលពីថ្ងៃត្រង់លេងពេញមួយរសៀលហើយយំនៅពេលល្ងាចទៀតនាងខ្លានសឹងតែដាច់ពោះទៅហើយរួចក៏គិតថាចង់ចេញទៅក្រោកឲ្យញ៉ាំបន្តិចពេលរុញទ្វារបន្ទប់ទឹកចេញមកនាងឃើញខ្ញុំកំពុងរវល់ក្នុងផែបាយប៉ាត់ទៅហើយបេះដូងរបស់សេរីណាមើលក្តៅភ្លឹងភ្លាមហើយនាងដើរទៅអង្គុយលើសាឡុងយ៉ាងស្ងៀមស្ងាត់ប៉ុន្តែកែវភ្នែករបស់នាងចេះតែសម្លឹងមើលមិនដាក់ភ្នែករៀងដល់ខ្ពស់ស្រឡះនៅក្នុងផ្ទះបាយនោះពិតជាសង្ហាខ្លាំងណាស់តែទាំងអស់គ្នាប្រកាសជាដឹងហើយសេរីណាកាត់បែបនេះភ្លាមស្រាប់តែវិនាទីបន្ទាប់នាងក៏ខ្ទប់មុខមិនហានមើលបន្ទាបទេនាងកើតអីនឹងខ្លួនជំដាយគេទៅហើយខ្លួនដូចជាក្មេងស្រីទៅតែចេះស្រឡាញ់គ្នាទៅវិញនាងកាន់តែគួរឲ្យខ្មាស់គេហើយខ្ញុំយាមីដែលចំអិនរួចចេញមកស្រាប់តែឃើញនាងអង្គុយនៅលើសារ៉ុងរួញខ្លួនដូចជាស្រសៃមីទៅហើយបានគិតច្រើនទេគ្រាន់តែនឹងក្នុងពេលឮសំឡេងរបស់ខ្ញុំរាងកាយសេរីណាស់បានបន្ទាប់មកនាងក៏ទម្លាក់ដេកចុះពីលើមុខដោយសន្សឹមងក់ក្បាលរួចដើរទៅកាន់តុបាយអត់គុណហើយដោយស្អាតរបស់នាងឡើងក្រហមបន្តិចប៉ុន្តែនាងធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអីចឹងនាងអន់ក្បាលចុះញ៉ាំយ៉ាងស្ងៀមស្ងាត់សេរីណាញ៉ាំមីមួយចានធំនោះអស់រលឹងតែម្ដងសូម្បីតែទឹកស៊ុបមួយដំណក់ក៏មិនសល់ដែររួចនាងក៏ដាក់ចង្កឹះចុះនាងមិនបានងើបឈរទេគឺគ្រាន់តែអង្គុយស្ងៀមនៅលើកៅអីហូតតល់តែខ្ញុំញ៉ាំរួចហើយក្រោកជ្រាបចំចានកែពេលនេះភ័យបន្តិចក៏ប្រញាប់ក្រោកឈរដណ្ដើមយកចានពីលើមុនខ្ញុំទៅទៀតទុកឲ្យខ្ញុំអ្នករៀបចំទៅពេលរបស់នាងនៅតែសទន់ហើយពីរោះស្ដាប់ខ្លាំងណាស់តាមនាងអង្គុយរងចាំខ្ញុំសោះខ្ញុំមិនបានប្រកែកជាមួយនាងទេយើងសុទ្ធតែជាគ្រួសារតែមួយយើងមិនចាំបាច់គួរសមឹកពេកជំងឺទឹកក្តៅរួយរាល់ហើយចេញមកក្រៅសេរីណាបានត្រឡប់ចូលទៅក្នុងបន្ទប់គេងបាត់ទៅហើយក៏បិទភ្លើងនៅក្នុងបន្ទប់ទទួលភ្ញៀវរួចប្រញាប់ដើរត្រឡប់ចូលទៅបន្ទប់គេងរបស់ខ្ញុំវិញដែរនេះគឺជាថ្ងៃដែលខ្ញុំចូលគេងយឺតបំផុតតាំងពីមកដល់ពិភពលោកមួយនេះម៉ោង 6 ព្រឹកអ្នកដែលភ្ញាក់ពីព្រលឹមចាប់ផ្ដើមដំណើរថ្មីរបស់ពួកគេតែភ្ញាក់ពីគេងទាន់ពេលដូចសពដងរត់ហាត់ប្រាណលេងមុខដាំតាស់លីលីគឺធ្វើរួចរាល់ទាំងអស់តែម្ដងនៅភ្ញាក់ពីគេងដែរថ្ពាល់នាងឡើងក្រោមព្រឹងខណៈពេលដើរកាត់បន្ទប់ទទួលភ្ញៀវទៅបន្ទប់ទឹកដើម្បីលាងមុខតើនាងនៅតែចង់បន់ច្រៀងទៀតឬអត់ពេលឮសំឡេងខ្ញុំសេរីនៅកាំងស្ងៀមបន្តិចដោយមិនមានប្រកមត់បត់វិញអស់ពេលយ៉ាងយូរទូរស័ព្ទផ្អែកនឹងសុំទ្វារបន្ទប់ទឹករងចាំចម្លើយរបស់នាងយ៉ាងស្ងៀមស្ងាត់មួយសន្ទុះក្រោយមកសំឡេងដ៏ស្អិតរបស់នាងក៏បន្លឺឡើងចូលត្រចៀកខ្ញុំឆ្លើយមួយម៉ាត់គ្មានការពន់ជល់អ្វីបន្ថែមអ្នកសក្កិតមើលចុះសម្រាប់សេរីណាជីវិតបញ្ចប់បុណ្យរបស់នាងគឺជារឿងដែលនាងមិនហានសំបីតែស្រមេក្នុងរយៈពេល2ឆ្នាំមកនេះវាគឺជាសុបិនដ៏សែនឆ្ងាយមួយដែលនាងអាចត្រឹមតែកវាទុកយ៉ាងជ្រៅក្នុងបេះដូងប៉ុណ្ណោះមិនបានសួរបន្ទាទេគ្រាន់តែក្បាលហើយកាន់ទូរស័ព្ទដើរត្រឡប់ទៅបន្ទប់ទំនេរវិញក៏បានបើកសាររែកជូនក្នុងកណ្ដាលខ្ញុំដើម្បីស្វែងរកប្រអប់សាររែកជូនរបស់ខ្ញុំវាផ្ទុះមានអ្នកផ្ញើយូរណាស់មកហើយអូដំបងត្រូវបានបង្ហោះមកខ្ញុំគ្រាន់តែមើលវាត្រួសរួចក៏ឈប់ឆៃមើលទៀតទៅពេលនេះវាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកអ្វីដែលខ្ញុំចង់បាននៅតែបនអូអេក្រង់យ៉ាងស្ងៀមស្ងាត់ដោយព្យាយាមត្រង់រកមើលសារនីមួយទៅយ៉ាងអត់ធ្មត់បំផុតទីបំផុតភ្នែករបស់ខ្ញុំស្រាប់តែភ្លឺឡើងហើយខ្ញុំក៏ចុចបើកសាររែកជូនមួយក្នុងចំណោមនោះដើម្បីមើលខ្លឹមសារខាងក្នុងសូមគប់អញ្ជើញលោកមកចូលរួមជាមួយក្រុមការងារយើងជាមួយនឹងទេពកោសល្យជនរាយរបស់លោកយើងនឹងរុញលោកឲ្យក្លាយជាតារាល្បីលំដាប់កំពូលក្នុងពេលដ៏ខ្លីបំផុតខាងចុងនៃសារនោះគឺមានព័ត៌មានសម្រាប់ទំនាក់ទំនងទៅកាន់ក្រុមហ៊ុនកំសាន្ត Starlight តែម្ដងInstead ទៀតទេក៏វាយបញ្ចូលលេខទូរស័ព្ទរបស់ក្រុមហ៊ុនកំសាន្ត Star តែម្ដងទូរស័ព្ទរោបានតែ2 3ដងប៉ុណ្ណោះក៏មានអ្នកលើកភ្លាមមនុស្សស្រីក៏ក្តៅបន្លឺឡើងពីក្នុងទូរស័ព្ទសួស្ដីតើអ្នកណាកំពុងនិយាយនឹងអាឡូទីរបស់ខ្ញុំមានឈ្មោះថា Seven Memory ខ្ញុំបានទទួលសារអញ្ជើញពីក្រុមហ៊ុនរបស់អ្នកតើខ្ញុំអាចសួរបានទេថាពេលនេះងាយស្រួលសម្រាប់និយាយគ្នាដែរឬទេនៃទីស្នាក់ការកណ្ដាលអេផិកក្នុងទីក្រុងមេត្រូដ៏ធំលិនជាអ្នកទទួលទូរស័ព្ទទឹកមុខរបស់នាងហាក់ដូចជាភ្ញាក់ផ្អើលបន្តិចបន្ទាប់មកនាងក៏នឹកឃើញភ្លាមហើយក្រោយមកផ្ទៃមុខរបស់នាងក៏បង្ហាញស្នាមញញឹមយ៉ាងរំភើបលោក Seven Memory តើខ្ញុំអាចសួរបានទេថាលោកចាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមហ៊ុនកំសាន្ត Starlight របស់យើងដែរឬទេឡាលួចសប្បាយចិត្តក្នុងចិត្តខ្លាំងណាស់ប៉ុន្តែក៏ប្រញាប់ទប់អារម្មណ៍វិញភ្លាមមែនប៉ុន្តែចម្លើយរបស់ខ្ញុំធ្វើឲ្យនាងកង់និយាយលែងចេញតែម្លងពេលឧបប្រធានយ៉ាងខ្ញុំសំទោសខ្ញុំគ្មានបំណងចូលវិស័យសិល្បៈទេប៉ុន្តែខ្ញុំចង់ណែនាំអ្នកចម្រៀងម្នាក់ឲ្យអ្នកឃើញទេអ្នកទាំងអស់គ្នាបទសម្នាក់នេះលះបង់ដើម្បីនាងពិតមែនចង់ដឹងណាស់ថាទៅក្រុមហ៊ុនអ្នកចាប់អារម្មណ៍នៅអត់Angela ពិតជាមានអារម្មណ៍ខកចិត្តបន្តិចមែនប្រអ្វីដែលនឹងចង់បានបំផុតគឺលោក Seven Memories ដឹងហើយថាលោកពិតជាល្បីខ្លាំងជាមួយបទចម្រៀងពីរដែលផ្ទុះពេញអ៊ីនធឺណិតលោក Seven Memories កាបគឺខ្ញុំត្រឹមជាអនុប្រធាននាយប៉ុណ្ណោះ
ពេលនៅជាលោកចង់ចូលរួមផ្ទាល់ជាមួយកិច្ចឈ្មោះនេះខ្ញុំប្រកាសជាសម្រេចចិត្តទូលយកភ្លាមប៉ះតែម្នាក់បានឯនផ្សេងខ្ញុំខ្លាចថាខ្លួននឹងមិនមានសិទ្ធិសម្រេចយល់ព្រមភ្លាមនោះទេតែខ្ញុំហានធានាថានាងពិតជាតារាចម្រៀងដែលមានទេពកោសល្យខ្ពស់មែនទេខ្ញុំនឹងសែបទចម្រៀងនាងផ្ទាល់ហើយបើថ្ងៃមុខក្រុមហ៊ុនអ្នកត្រូវការបទចម្រៀងខ្ញុំអាចធ្វើជាអ្នកពន្ធប្រចាំឲ្យ Starlight Entertainment តែម្ដងតែវាក៏ត្រូវតែមានលក្ខខណ្ឌច្បាស់លាស់ដែរមិនមែនចេះតែឲ្យរណាម្នាក់មកសុំឲ្យខ្ញុំពន្ធទុកចម្រៀងបាននោះទេគេអាចខាត់មន្តពន្ធថយមនុស្សដែលខ្ញុំមិនចូលចិត្តទេបើអ្នកយល់ព្រមពួកយើងអាចពិភាក្សាលម្អិតពីវាបនទៀតបានគិតយ៉ាងណាដែរសំឡេងតាមទូរស័ព្ទបន្លឺឡើងយ៉ាងស្រទន់ពិតជាចង់យល់ព្រមខ្លាំងណាស់តែក្រុមហ៊ុននេះមិនមែនជារបស់នាងម្នាក់ឯនោះទេយើងនៅតែត្រូវរាយប្រាប់ថ្នាក់លើសិនលោកនេះមិនមែនជារួយតែខ្ញុំអាចសម្រេចចិត្តម្នាក់បានទេទុកឲ្យខ្ញុំទៅពិភាក្សាជាមួយក្រុមហ៊ុនសិនចាំខ្ញុំតាកតងទៅលោកវិញតែរូបបានការឬអត់ខ្ញុំនឹងចម្លើយឲ្យលោកលឿនបំផុតតាមដែលអាចធ្វើបានមិនអីទេបើចឹងខ្ញុំនឹងរងចាំចម្លើយពីអ្នកដាក់ទូរស័ព្ទចោះខ្ញុំក៏បើកទ្វារដើរចេញពីបន្ទប់នោះភ្លាមអោនតូចលីលីកំពុងរបស់លេងយ៉ាងសប្បាយដោយរអោតាមរឿងវិញយ៉ាងតែម្នាក់សេរីនាងបានលាងសម្អាតខ្លួនរួចរាល់ហើយកំពុងអង្គុយញ៉ាំអាហារពេលព្រឹកនៅឯតុបាយក៏មានសម្លេងគត់ទ្វារគត់លើឡើងសម្លេងនេះខ្ញុំក៏ងាកមើលសេរីតែបែរជាឃើញថានាងកំពុងស្ដាយស្លឹងមកខ្ញុំដោយភាពងឿងឆ្ងល់ដូចគ្នាពួកយើងទាំងពីរនាក់សុទ្ធតែជាក្មេងកំព្រាផ្ទះមួយនេះមិនធ្លាប់មានភ្ញៀវមកលេងយូរណាស់មកហើយគូធាននៅរត់តែប៉ុនកាន់តែខ្លាំងឡើងអ្នកខាងក្រៅប្រហែលខឹងមិនឃើញបើកទ្វារទើបគោះកាន់តែខ្លាំងតាមដានមើលណាពេលខ្ញុំក្រោកទៅបើកទ្វារជំនួសស្រាប់តែស្រែកឡើងថា Arif បើកទ្វារភ្លាមនៅផ្ទះគឺ Chase ជាសម្លាញ់ហែងទៅហាញឆាតបួលពួកអញទៅផ្កាល់ថ្ងៃទេអីពួកអញមកដល់ហើយClaire Brandon ក៏មកនេះបើកទ្វារភ្លាមពេលសម្លេងគួរឲ្យស្អប់ទាំងពីរនេះផ្ទៃមុខរបស់ខ្ញុំប្រយជាខ្មឹងងឹតទឹកមុខប្រៃព្រួតខ្លាំងនាងជួនចិញ្ចើមសម្លឹងទៅទ្វារដោយការភើមអើមបំផុតកើនបានទម្លាក់របស់លេងចោលរត់ចុះទៅអោបស្រែងលឿនសម្លេងគោះទ្វារដ៏ខ្លាំងនេះបានធ្វើឲ្យនាងភ័យខ្លាចយ៉ាងខ្លាំងពេលក្បាលទៅហើយក៏បានឃើញទិដ្ឋភាពនេះភ្លាមផ្ទៃមុខរបស់ខ្ញុំកាន់ថ្មងឹតជាងមុនរហូតដល់បញ្ចេញនូវក្លិនឯកេតកំទៀតផងនៅពេលលួងលោមច្រើនថ្ងៃទៅអាចយកចិត្តព្រះនាងតូចរបស់ខ្ញុំបានតែបើអ្នកនេះហានមុខបន្លាចនាងដល់ថ្នាក់នេះគឺលឲ្យបានទេខ្ញុំទាញបើកទ្វារគ្រូវីដែលដេញពុកវាចេញទៅនិយាយគ្នានៅខាងក្រៅចាំឲ្យ Chase និងអាម្នាក់ទៀតប្រត់កម្មតន់ខ្ញុំចាប់អុកពួកវាតាំងពីអុកចេញមកក្រៅយ៉ាងលឿនពេលអាច Chase និង Brandon ដឹងខ្លួនហើយព្យាយាមរើបំរះពួកវាក៏ដឹងថាកម្លាំងរបស់ខ្ញុំពេលនេះគឺពិតជាខ្លាំងខុសពីធម្មតានៅខ្លាំងប៉ុណ្ណានៅតែមិនរួចដែរខ្ញុំអុសពួកវាចេញមកឡោផ្លូវដើរនៅអគារ Apartment ទៅព្រមលែងដៃឲ្យពួកវារួចខ្លួនពេលលប់ទៅកន្លែងដែលពូកឹងមកវិញភ្លាមទៅពេលនេះមុខរបស់ Chase និង Brandon កំពុងតែឡើងក្រហមងាងពួកវាបានសន្យាយ៉ាងច្បាស់ជាមួយ Rebecca ត្រូវគេបោះចូលចេញមកក្រៅសោះតែកម្លាំងរបស់ខ្ញុំអំបញ្ញមិញនេះពិតជាធ្វើពួកវាញើតមែនពួកវាមិនហានធ្វើអ្វីផ្ដាច់នៅពេលនេះទេខ្ញុំមិនចង់ដឹងទេអីថាពេលអ្វីបានជាពួកអញមកតាមរកហើយគ្រាន់តែ Chase និយាយចប់ Brandon ហាក់ដូចជាខ្លាចខ្ញុំដសេតក៏ប្រញាប់និយាយបនពេលមកនេះគឺចង់អញ្ជើញឲ្យចូលក្រុមចម្រៀងបុរសយើងវិញហើយមិនមែនតែចង់ត្រឡប់មកវិញទៅអីធ្លាប់ថាសេរីនៅបំផ្លាញអានាគតហើយឥឡូវពួកអញអាចជួយលេងលះនាងសិនរឿងនេះអ្នកនឹងខ្ញុំស្ដាប់ហើយហួសចិត្តទេមិនទេនិយាយចប់ហើយមែនទេចឹងឆាប់ចាក់ចេញទៅគ្រាន់តែឃើញមុខពួកអ៊ំក៏អបង្គោលបាត់ទៅហើយឲ្យទៅប្រាំមេបងនៅឲ្យឆ្ងាយពីសិនទៅបើមិនចឹងទេចាំមើលទៅនិយាយចប់ខ្ញុំក៏ខ្ជិលខ្វល់ពីរឿងរ៉ាវរបស់ឈួតពីរនាក់នេះទៀតនៅខ្លួនដើរត្រឡប់ទៅវិញទុកឲ្យពួកវាជ្រុះសម្លឹងមើលខ្ញុំដើរចេញទៅមុខរបស់ Chase និង Brandon ប្រែជាក្រហមលេលំស្លេកស្លាងពួកវាគិតថារឿងនេះងាយស្រួលដោយបោកជែកទៅហើយតែផ្ទុយទៅវិញពួកវាទាំងពីរនាក់បែរជាធ្វើឲ្យខូចការទាំងស្រុងទៅវិញទទួលលុយគេបាត់ទៅហើយថែមទាំងកំពុងខឹងសម្បារទៀតផងទុកឲ្យវាដើរចេញទៅស្រួលបែបនេះមែនទេ Chase ឆ្លើយទាំងក្លៅស្អីទៀតនេះវាចម្លែកខ្លាំងណាស់មិនបានជាវាស្រាប់តែខ្លាចជាមនុស្សផ្សេងមានកម្លាំងខ្លាំងបែបនេះពេលលប់ទៅវឹងដោយសារតែរឿងនេះមិនបានផលយើងតែទៅគិតរកវិធីផ្សេងនៅពេលក្រោយទៀតទម្លាក់ទឹកមកចោះហើយពួកវាក៏ងាកខ្លួនដើរចេញទៅចំណែកខ្ញុំវិញកំពុងដើរត្រឡប់ចូលទៅក្នុងផ្ទះវិញដោយអារម្មណ៍ស្រស់ស្រាយធម្មតានឹងកូនស្រីផ្ទះឃើញខ្ញុំចូលមកវិញក៏តង់ហើមធំធូរត្រង់យ៉ាងខ្លាំងពួកគេទៅបាត់ហើយមិនត្រឡប់មកវិញទៀតទេខ្ញុំនិយាយដោយទន់ភ្លន់ព្រមទាំងលោកដៃទៅកូនតូច Lily មកអង្គុយលេងនៅលើសាឡុងហើយលេងរបស់លេងជាមួយនឹងយ៉ាងសប្បាយរីករាយពេលមុតសេរីណាក៏បានងាកមកវិញហើយយន្តក្បាលបណ្ដន់ញ៉ាំអាហាររបស់នឹងទៀតបរិយាកាសតកកក្ដៅនៅក្នុងផ្ទះក៏បានត្រឡប់មកដូចដើមវិញបាត់ទៅហើយពេលណូចតានេះត្រូវបានពួកយើងបំភ្លេចចោលយ៉ាងលឿនអ្នកនឹងខ្ញុំឲ្យឃើញច្បាស់ផ្ទុយពីខ្ញុំអ្វីអ្នកនោះកំពុងតែខឹងស្ទើរឈួតទៅហើយនេះពួកគេទៅតែត្រូវខ្ញុំមកមុខហើយត្រូវរៃបកាជារំបងទៀតសញ្ជាជាមួយរៃបកាថានឹងបញ្ចុះបញ្ចូលខ្ញុំបានតែនឹកស្មានមិនដល់ថាត្រូវដេញចេញទាំងអាក្រក់មើលរឿងនេះធ្វើឲ្យពួកគេកាន់តែស្អប់ខ្ញុំទ្វេដងព្រោះស្រេសេរីណានាំលីលីទៅទិញម្ហូបបាត់ទុកខ្ញុំឲ្យនៅផ្ទះតៃអង្គ
ឯអ្នក Angelical មកគ្រាន់តែលើកទូរស័ព្ទទៅភ្លាមសំឡេងមនុស្សស្រីដ៏រទន់ក៏បន្លឺឡើងពីខាងទៀតថាលោក Seven Memory ពួកយើងបានពិភាក្សាគ្នារួចរាល់អស់ហើយឯណាំដានរឿងនេះទាំងអស់គ្នាអ្នកដែលលោកណៃនាំអាចចូលក្រុមហ៊ុនបានប៉ុន្តែថ្នាក់លើនៅតែចង់ទិសមិទ្ធភាពតែងបទភ្លេងរបស់លោកសិនទេខ្ញុំបានកិនច្រើនទេឆ្លើយដប់ទៅវិញភ្លាមថាតែងភ្លេងហើចំខ្លីខ្ញុំឥឡូវនេះមានចំណេះដឹងសិល្បៈពេញមួយព្រីផ្លប់លោកទៅហើយខ្ញុំមិនខ្លាចការសាកល្បងណាមួយដែលពួកគេចង់តេស្តនោះទេវារៀងបានរំភើបបន្តិចដែរតែពេលលូសេវំលឿនបែបនេះនាងក៏អររំភើបឡើងមកភ្លាមនាងរត់ខ្វែងដោយខ្វែងជើងមួយថ្ងៃព្រោះតែរឿងនេះហឹងញ៉ើជាចិត្តបទចម្រៀងពីរនោះខ្លាំងណាស់នាងយល់លើ Tape Save Memories តែថ្នាក់លើនៅតែសង្ស័យដដែលយាយត្រង់ទៅគ្មានអ្នកណាដឹងទេថាគាត់ចាយពេលប៉ុន្មានទៅតែងបទទាំងពីរនេះចេញមកពួកគេគិតថាគាត់ប្រហែលជាត្រៀមខ្លួនយូរណាស់ទៅអាចច្បាច់ចេញបានពីបទនេះបើសិនជាអាចដោះស្រាយរឿងនេះបានក្រុមហ៊ុននឹងលែងសង្ស័យគាត់ទៀតហើយ Memories តើយើងអាចជួបពិភាក្សាផ្ទាល់ពីរឿងនេះបានទេមកទីនេះដើម្បីតែងភ្លេងផ្ទាល់នៅនឹងកន្លែង Angela និយាយយ៉ាងស្មោះត្រង់នាងក៏ចង់ជួបកំបាំងម្នាក់នេះដើម្បីមើលមុខពិតរបស់គាត់ដូចគ្នាលោកនេះទាំងអស់គ្នាសូម្បីតែក្នុងវីដេអូរបស់គាត់ក៏គាត់មិនដែលបញ្ចេញមុខឲ្យគេឃើញដែរគិតមួយផ្លែទៅត្រីខ្ញុំគ្មានអីធ្វើទៀតអីចឹងក៏យល់ព្រមភ្លាមបានពេលណានៅ Metro City ថ្ងៃស្អែកគឺល្អបំផុតយ៉ាងណាមិញតែលឿនកាន់តែសម្រាប់លោកពេលនិយាយបែបនេះចំណាប់អារម្មណ៍ខ្ញុំចំពោះនាងក៏កើនឡើងធម្មតាកម្រមានអ្នកណាគិតគោលដល់អ្នកដតីបែបនេះណាស់ចានដឹកចិត្តកើតអីចង់ជួបគ្នាចាត់មិនជឿយន់ព្រមលឹមលឿនបែបនេះ Angela ក៏ធោត្រង់បណ្ឌិតរបស់នាងក៏ប្រែជាស្រទន់ជាងមុនយ៉ាងច្បាស់បើលោកសម្រេចចិត្តរឿងម៉ោងពេលហើយផ្ញើសារមកលេខអ្នកដែលមកថ្ងៃស្អែកខ្ញុំនឹងទៅទទួលលោកឲ្យទាន់ពេលយើងតាកតងគ្នាតាមសារបន្ទាត់ចុះខ្ញុំយល់ព្រមខ្ញុំក៏ចាប់ផ្ដើមរកមើលជើងហោះហើរទៅ Metro City ទីបំផុតខ្ញុំក៏សម្បត់ម៉ោង10ព្រឹកថ្ងៃស្អែកទឹកផ្នែកសម្រាប់មួយផ្លែកប្រញាប់តិចតបមាត់លួងលីលីឲ្យស្ងាត់រួចរីណាយកថងមហូបចូលទៅក្នុងផ្ទះបាយមកសារងហើយចូលមកអាប់ក្នុងរង្វង់ដែលខ្ញុំយ៉ាងកក់ក្ដៅមានអារម្មណ៍ថាដូចជាមានកូនឆ្មាតូយោក្បាលមកញីមុខខ្ញុំក្រញ៉ាំទុនຕົកប៉ះលើមុខវាពិតជាមានក្តីសុខខ្លាំងណាស់ពេលរាប់តែកូនឆ្មានោះយកក្រណំទាំងមុខចោលបាយជ្រមុះខ្ញុំចិត្តឈឹងថប់ដងហាមស្ទ័រងប់ភ្ញាក់ព្រឺតតែម្ដងតាមពិតគឺជាសំឡេងសាច់ក្អាកក្អាយរបស់លីលីសោះតាមពិតជាព្រះនាងតូក្ររបស់ខ្ញុំអ្នកនឹងខ្ញុំប្រាកដជាយល់ហើយថាជីវិតបែបនេះវាពិតជាកក់ក្ដៅណាស់ពេលលើមានសាច់ជ្រុកបំពង់យ៉ាងស្រួយឆាដំឡូងបារាំងប៉ែងប៉ោះមួយចានធំយ៉ាងទំនងតើគួរឲ្យចង់ញ៉ាំខ្លាំងសេនាដើរចេញពីផ្ទះបាយដែលកាន់ចានបាយពីយ៉ាងរហ័សងាកមកសម្លឹងខ្ញុំរួចនិយាយយ៉ាងស្រទន់ថាឃើញបងកេងលោកស្កប់ស្កល់មិនទាន់ភ្ញាក់អញ្ចឹងហើយអូនក៏សម្រេចចិត្តចូលធ្វើម្ហូបពេលល្ងាចមុនទៅតែប្រហែលមិនឆ្ងាញ់ដូចបងធ្វើទេរសជាតិគួរសមតែខ្ញុំក៏បលីលីក្រោកឈរឡើងតែបងគិតទ្វេដំណងណាស់ទៅញ៉ាពោតក្លិននិងរសជាតិគ្រាន់តែឃើញក៏សាររបែបនេះសេរីណាស្រាប់តែអៀនមុខក្រហមតែទាំងមូលញ៉ាំបាយជុំគ្នាខ្ញុំសម្លឹងទៅសេរីណាហើយនិយាយថាស្អែកនេះបងត្រូវធ្វើដំណើរទៅក្រៅហើយទៅប៉ុនមានថ្ងៃទៅមុខវិញទេអ្នកទាំងអស់គ្នាមើលត្រង់នេះចុះសេរីណាគ្រាន់តែភ្លាមស្រាប់តែឆ្លក់បាយក្អកមិនឈប់តែម្ដងហុចក្តារជូតមាត់ឲ្យយានាងទាំងទឹកមុខបារម្ភសេរីណាទួយកក្តារពេលលោកខ្ញុំប្រាប់ថាត្រូវចេញទៅក្រៅភ្លាមបែបនេះពេលកម្មចិត្តបន្តិចម៉ែនាងមិនដឹងថាគួរតែសួរថាខ្ញុំទៅណាល្អទេតាំងដែលទៅតែមួយសប្តាហ៍មុនសោះនាងចង់តែរត់ចេញពីខ្ញុំពេលលុះថាខ្ញុំត្រូវចេញក្រៅនាងបែរជាមានអារម្មណ៍ថាមិនចង់ឲ្យទៅសោះបែរជាលីលីជាអ្នកសួរជំនួសទៅវិញពេលលីពេកមាត់ទឹកមុខមិនសុខបាយចិត្តតលតែសោះប៉ាទៅរកការងារឲ្យម៉ាក់កូននឹងបាននុម៉ាក់ជ្រៀងញឹកញាប់ហើយបែបនឹងកូនមិនសប្បាយចិត្តទេអីលើនៅក្មេងពេកមិនទាន់យល់រឿងនេះទេពេលមកតាមដានសាច់រឿងនេះទាំងអស់គ្នាក្មេងតូចមិនដឹងថាការនោះជាអ្វីទេនាងចាំត្រឹមថាម៉ាក់តែងតែច្រៀងធ្វើឲ្យនាងសប្បាយចិត្តខ្លាំងម៉ាក់នឹងច្រៀងឲ្យលីលីស្ដាប់រហូតខ្ញុំអង្អែលក្បាលនាងរុកញើជែកទៅមើលសេរីណាខ្ញុំសម្រេចចិត្តរឿងនេះដោយមិនបានសួរនាងមុនខ្ញុំបានប្រាប់ថាអូនចូលចិត្តជាខ្លាំងណាស់បងគិតថាអូនច្បាស់ជាស្រឡាញ់វាពិតមែនកាលពីមុនរឿងរ៉ាវយើងមិនទាន់ច្បាស់លាស់ទើបបងសម្រេចចិត្តមិនទាន់ប្រាប់អូនក្រុមហ៊ុនបានហៅបងទៅពិភាក្សាហើយបើគ្រប់យ៉ាងរលូនអូនអាចត្រឡប់មកវិញយ៉ាងពេញមុខនឹងបង្ការច្រៀងរបស់អូនទៀតហើយតា Live Entertainment ច្រៀងបានល្អណាស់គាត់ពិតជារញាត់ឲ្យនាងច្រៀងមែនឯណាស្រាប់តែងាយក៏មកសម្លឹងមើលខ្ញុំដោយអាចចេតណាយើងទាំងពីរបានប្រជុំមុខគ្នាភ្លាមនោះផ្នែករបស់សេរីណាក៏ចាប់ផ្ដើមរលឹងរលោងហើយកន្ទុយផ្នែកឡើងក្រហមបន្តិចដោយក្តីរំភើបពេលជេមអូនពិតជារលាញ់ការជេមមិនអីទេសំខាន់ឲ្យតែអូនចូលចិត្តការគឺគ្រប់គ្រាន់ហើយវានឹងចាប់ផ្ដើមរំភើបហើយថ្ងៃបន្ទាប់ខ្ញុំបានជិះយន្តហោះទៅកាន់ Metro City គ្រាន់តែចុះពីលើយន្តហោះភ្លាមខ្ញុំអាចទទួលអារម្មណ៍យ៉ាងកក់ក្ដៅរបស់ទីក្រុងនេះខ្ញុំសម្លឹងមើលទៅវងមនុស្សដែលកាន់ប៉ាណូដើម្បីស្វែងរកឈ្មោះរបស់ខ្ញុំមុនពេលមកដល់ខ្ញុំបានណាត់ពេលវេលាជាមួយ Angela រួចរាល់ហើយមុខទៅមើលទាំងអស់គ្នា
នាងនឹងមកទទួលខ្ញុំមនុស្សច្រើនកុករកាន់ផ្លាកសញ្ញាហើយភាកច្រើនជាអ្នកគាំទ្រមកទទួលតារារបស់គេគេឲ្យជំរុកមើលឡើងយូរតម្រាំតែបានឃើញស្ត្រីរាងខ្ពស់ម្នាក់ដែលស្លៀកឈុតធ្វើការយ៉ាងសំសួនតែពេញមកអ្នកធ្វើការចេះទំមែនសម្លេងនឹងពិតជាស៊ីគ្នានឹងរូបរាងខ្ញុំប្រញាប់ដើរទៅជិតហើយគ្រវីដៃដាក់នាងភ្លាមអ្នកគឺនាយិកាយ៉ាងមែនទេឈ្មោះពិតរបស់ខ្ញុំគឺ James River សូមទោសដែលឲ្យរងចាំទេអានសម្លឹងមើលមនុស្សនៅចំពោះមុខជាមួយភ្នែកដ៏ភ្ញាក់ផ្អើលនាងដឹងថាខ្ញុំនៅក្មេងតែមិននឹកស្មានថាក្មេងដល់ថ្នាក់នេះសោះទាំងទៀតមុខមកខ្ញុំនេះពិតជាសឹកសំធ្វើជាតារាខ្លាំងណាស់លួចគិតថាបើបានចោះកងត្រូវជាមួយច្បាស់ជាលុយមិនខានចាស់ខ្ញុំគឺ Angela Lơn ខ្ញុំក៏ទៅតែមកដល់ទីនេះអំបញ្ញមិញដែរAngela ញញឹមបែបអ្នកជំនាញឯនៃមនុស្សច្រើនណាស់ឡានខ្ញុំនៅចំណតក្រោមដីហើយឥឡូវក៏ដល់ម៉ោងញ៉ាំបាយដែរក្រោយពេជ្រជែកគ្នាយើងទាំងពិតរកមបលភោជនីយដ្ឋានក្នុងស្រុកដល់3មួយ